នៅផ្ទះរយៈពេលយូរយ៉ាងនេះហើយដល់ពេលនិយាយរឿងផ្លូវការហើយឬនៅបងស្រីម៉ាក់មានរឿងចង់និយាយជាមួយកូនរឿងផ្លូវការអ្វីទៅយីថាអញសល់តែ3ខែទៀតនឹងត្រូវប្រឡងចូលមហាវិទ្យាល័យហើយប៉ុន្តែអញនៅមិនទាន់មានសៀវភៅស្នាក់នៅទីក្រុងចិនមែនទេអ្វីទៅសៀវភៅស្នាក់នៅមិនត្រូវគ្នាប៉ុន្តែលោកយាយខ្ញុំត្រូវព្យាបាលជំងឺនៅទីក្រុងចិនណាប្រសិនបើខ្ញុំត្រឡប់ទៅទីក្រុងជ័យវិញតើនរណានឹងមើលថែគាត់បងស្រីឲ្យតែបងអាចរៀបការចូលគ្រួសារវែងជំនួសខ្ញុំទោះបីជាគ្រួសារស៊ឺមិនចេញមុខជួយគ្រួសារវែងក៏អាចជួយបងធ្វើសៀវភៅស្នាក់នៅបានដែរណារៀបការចូលគ្រួសារវែងពេលខ្ញុំរៀនខ្ញុំមើលថាគ្រួសារវែងគឺជាមហាសេដ្ឋីលេខ1លើពិភពលោករឿងល្អបែបនេះអាចធ្លាក់មកដល់ខ្ញុំមែនទេកូនគិតឲ្យច្បាស់ទៅឲ្យតែកូនរៀបការចូលគ្រួសារវែងនោះមានភាពរុងរឿងស្តុកស្តម្ភមិនចេះចប់មិនចេះហើយរឿងល្អបែបនេះម៉ាក់និងប៉ាសុទ្ធតែគិតគូរជំនួសកូនជានិច្ចណាជារឿងល្អយ៉ាងនេះឬអញ្ចឹងហេតុអ្វីក៏ប្អូនស្រីមិនរៀបការខ្លួនឯងទៅបងស្រីនោះមិនមែនមកពីប៉ានិងម៉ាក់ស្រឡាញ់បងទេទោះបីជាបងប្រុសយើងឆេងខ្លាយជាមនុស្សរុកជាតិដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏ដោយប៉ុន្តែពួកគេអាចជួយបងធ្វើសៀវភៅស្នាក់នៅបានណាមនុស្សរុកជាតិល្អណាស់និងមិនរំខានដល់ការរៀនសូត្ររបស់ខ្ញុំទេយកព្រមខ្ញុំរៀបការអូយខ្ញុំអាចរៀបការបានប៉ុន្តែតើនោះជាអ្វីទៅចុះអត្ថប្រយោជន៍វិញអ្នកទាំងអស់គ្នាបោះបង់ខ្ញុំចោលនៅឯស្រុកស្រែយាចេញតាំងពីគ្រាន់តែទទួលខ្ញុំមកវិញភ្លាមក៏ឲ្យខ្ញុំរៀបការជំនួស Seiren ជាមួយមនុស្សរុកជាតិម្នាក់ដោយសារហេតុផលអ្វីឯងកុំភ្លេចឲ្យសោះថ្លៃព្យាបាលរបស់លោកយាយឯងគឺគ្រួសារសយើងជាអ្នកចេញឲ្យណាអ្នកទាំងអស់គ្នានៅមានមុខអៀនខ្មាស់ទេគ្រួសារសួរអ្នកចេញតែថ្លៃក្រែពេទ្យរបស់លោកយាយប៉ុណ្ណោះថ្លៃព្យាបាលរបស់លោកយាយគឺជាលុយដែលខ្ញុំធ្វើការនឹងលុយអាហារខ្ញុំរកបានទេបងស្រីបងយកដល់មុខដែលយើងមានប៉ាតែមួយផងបងជួយខ្ញុំម្ដងនេះទៅណាខ្ញុំនឹងដឹងគុណបងខ្លាំងណាស់យកព្រមមួយលានខ្ញុំនឹងរៀបការជំនួសនាងក្មេងខាតបងនេះឯងមានតម្លៃច្រើនយ៉ាងនេះឬខ្ញុំពិតណាស់ថាមិនមានតម្លៃទេប៉ុន្តែអ្នកក៏មិនប្រកាសថាមានតម្លៃដែរអូយម៉ាក់អូយមើលទៅម៉ាក់ឯងក៏មិនបានស្រឡាញ់ឯងដូចដែលគិតនោះដែរណាអាឡូសួស្ដីលោកជំទាវវែងត្រូវហើយហាមើលទៅឯងត្រូវរៀបការជាមួយមនុស្សរុកជាតិហើយហាម៉ាក់ចាំបន្តិចសិនអូយមើលទៅខ្ញុំត្រូវបញ្ចេញស្នាដៃហើយអញ្ចឹងខ្ញុំត្រូវការមួយលានម៉ាក់យកព្រមមួយលានម៉ាក់យកព្រមមកស៊ីញ៉ៃកិច្ចសន្យាមកខ្ញុំស៊ីញ៉ៃហើយឲ្យលុយមកខ្ញុំមិនទុកចិត្តម៉ាក់ទេក្នុងកាតនេះមានមួយលានហើយឆាប់ស៊ីញ៉ៃទៅថ្ងៃស្អែកក៏ត្រូវរត់ទៅផ្ទះវែងហើយលុយនេះឲ្យអញសិនទៅA band 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 Ran ស្ដាប់បង្គាប់លោកយាយណាកូនកុំដើម្បីយាយចាស់ម្នាក់នេះធ្វើឲ្យខ្លួនឯងពិបាកអីពួកយើងណាក៏ត្រឡប់ទៅស្រុកកំណើតវិញទៅប្រឡងនៅយាយឆេងទៅល្អទេកូនលោកយាយធនធានអប់រំនៅយេងសេវីល្អជាងខ្ញុំនៅទីនេះទើបអាចរៀនសូត្របានល្អប្រសើរណាស់ហើយម្យ៉ាងទៀតប្រសិនបើបានសៀវភៅស្នាក់នៅយេងស៊ីធានារ៉ាប់រងសុខភាពរបស់យើងនឹងចេញថ្លៃឲ្យ90ថ្ងៃក្រោយទៅពេទ្យក៏មិនបាច់បារម្ភទៀតដែរក្មេងគួរឲ្យអាណិតរបស់យាយឲ្យ
ការរៀបការជំនួសគ្រាន់តែជាបណ្ដោះអាសន្នទេពេលកូនយកបានសៀវភៅស្នាក់នៅប្រឡងជាប់មហាវិទ្យាល័យ Kingwa កូននឹងនាំយាយចាក់ចេញពីទីនេះអ្នកណាក៏កុំសង្ឃឹមថានឹងគ្រប់គ្រងខ្ញុំបានទៀតឡើយអូហូផ្ទះអ្នកធំណាស់ទុកបន្ទប់មួយឲ្យខ្ញុំសម្រាប់រៀននឹងឡាយផងបានទេក្មួយគឺរ៉ែនមែនទេពិតជាមីងដែលមានសំណាងមែនឥឡូវនេះចេញទៅក្រៅមានការបើមានការអ្វីអាចរកអ្នកគ្រប់គ្រងបានអូមែនហើយយ៉ារ៉ូម្ដងការក៏មកមើលបងប្រុសនាងដែរបើក្មួយមានរឿងអ្វីក៏អាចរកយ៉ារ៉ូបានដែរបើកឡានចេញទៅយកល្អឲ្យលឿនរហូតទៅល្អណាស់យ៉ារ៉ែនថ្ងៃក្រោយបងគឺជាបងថ្លៃរបស់ខ្ញុំហើយយ៉ារ៉ូសុំទោសផងណាការពិតអ្នកដែលត្រូវរៀបការចូលគ្រួសារវិញមិនមែនខ្ញុំទេគឺជាបងស្រីរបស់ខ្ញុំឈ្មោះ Sichenren អ្វីទៅបងមានបងស្រីម្នាក់ទៀតខ្ញុំឬប៉ានឹងម៉ាក់និយាយថាគាត់បានវង្វេងបាត់តាំងពីនៅតូចម្លេះទើបតែត្រឡប់មកវិញថ្មីនេះទេដូច្នេះទើបបដូរឲ្យគាត់រៀបការចូលគ្រួសារវិញមិនបានទេរឿងនេះខ្ញុំត្រូវតែទៅប្រាប់លោកយាយអេយ៉ារ៉ងបងភ្លេចហើយឬលោកយាយវិញថ្មីនេះគាត់កំពុងស្នាក់នៅវត្តដើម្បីសុំពរជ័យឲ្យបងប្រុសចេញណាឬក៏រងចាំគាត់ត្រឡប់មកវិញសឹមនិយាយទៅយ៉ារ៉ងខ្ញុំគិតថាថ្មីនេះបងគួរស្នាក់នៅវីឡារបស់បងប្រុសវិញទៅខ្ញុំខ្លាចថាបងស្រីធ្វើមិនល្អដាក់បងប្រុសវិញអូយបងទុកចិត្តចុះខ្ញុំដាច់ខាតមិនបណ្ដោយឲ្យមនុស្សខ្លាំងៗបែបនោះរៀបការចូលគ្រួសារវិញយើងបានទេបងស្រីបន្ទាប់ពីនេះទៅសូមរីករាយនៅក្នុងបន្ទប់ឲ្យបានសប្បាយចុះអ្នកនាងសូមអញ្ជើញលោកគ្រូពេទ្យតើលោកប្រុសយ៉ាងម៉េចទៅហើយនៅតែគ្មានការប្រែប្រួលអ្វីទេអ្នកនាងស៊ឺតាក់ទងនឹងការងារថែទាំលោកប្រុសភារកិច្ចបន្ទាប់ពីនេះទៅគឺប្រគល់ឲ្យអ្នកទាំងអស់ហើយប្រគល់ឲ្យខ្ញុំទាំងអស់មែនទេប៉ុន្តែពីមុនមិនមែនមានអ្នកបម្រើនឹងគិលានុបដ្ឋាយិកាផ្លាស់ប្ដូរវេនគ្នាថែទាំទេលោកប្រុសនៅតែកំពុងសន្លប់នៅឡើយលោកយាយចាស់មិនទុកចិត្តឲ្យអ្នកក្រៅមកថែទាំគាត់ទេនៅតែប្រគល់ឲ្យអ្នកទើបមានសុវត្ថិភាពជាងចុះការវិភាគថែទាំប្រចាំថ្ងៃវិញយ៉ាងម៉េចដែរម៉ោង 5 ព្រឹកត្រូវជួតខ្លួនឲ្យលោកប្រុសអញ្ចឹងពួកយើងរៀបចំទន្ទិញពាក្យទៅម៉ោង 1 រសៀលត្រូវម៉ាសាខ្លួនប្រាណឲ្យលោកប្រុសធ្វើចលនាសន្លាក់ម៉ាសាជាមួយប្រវត្តិសាស្ត្រក៏រៀងហត់ដែរម៉ោង 7 យប់លោកប្រុសត្រូវចាក់សេរ៉ូមរឿងនេះសំខាន់ណាស់ត្រូវតែសម្លឹងមើលបំពង់សេរ៉ូមជាប់រហូតមិនអាចបង្វែរអារម្មណ៍បានទេអញ្ចឹងអាចធ្វើលំហាត់ប្រឡងមួយសន្លឹកបានតើមានអ្វីចង់សួរទៀតទេសៀវភៅស្នាក់នៅរបស់ខ្ញុំគ្រូសាវែងនឹងដោះស្រាយឲ្យអ្នកបានរួចរាល់លោកជំទាវក៏បានរៀបចំគ្រូដ៏ល្បីល្បាញពីសាកលវិទ្យាល័យ Kingwa និង Beijing មកបង្រៀនតាមពេលវេលាជាក់លាក់និងរៀបចំតាមការវិភាគថែទាំរបស់អ្នកពិតមែនឬល្អណាស់រៀបចំការងារស្មុគស្មាញច្រើនយ៉ាងនេះឲ្យនាងជាធម្មតាកូនស្រីត្រកូលអ្នកមានប្រកាសជាជួនចិញ្ចាមរុញទម្លាក់បាត់ទៅហើយប៉ុន្តែនាងបែរជាត្រេកអរយ៉ាងនេះទៅវិញអ្នកនាងសឹកខ្ញុំនឹងនាំអ្នកទៅបន្ទប់ល្អអ្នកស្នាក់នៅទីនេះចុះមានការអ្វីអាចមករកខ្ញុំបានគ្រប់ពេលសិឈិនរណៃណាហើយនាងចេញមកឲ្យខ្ញុំភ្លាមអ្នកនាងអ្នកត្រឡប់មកវិញហើយឬSichenren ឆាប់បើកទ្វារ Sichenren ឯងមានជំងឺមែនទេប្រលឹមប្រហាមបែបនេះ Sichenren ឯងបានធ្វើអីបងប្រុសខ្ញុំឬអត់ឯងនៅឲ្យឆ្ងាយពីគាត់ទៅ
បើអ្នកអាចសម្រេចចិត្តបានខ្ញុំប្រកាសជាស្ដាប់អ្នកហើយឯងនាងមនុស្សខ្លាំងខ្លាយចាំមើលខ្ញុំចាត់ការឯងយ៉ាងម៉េចឯងឆាប់លេងខ្ញុំទៅលេងអ្នកក៏បានដែរអ្នកត្រូវតែសន្យានឹងខ្ញុំថ្ងៃក្រោយមិនត្រូវរំខានដល់ការរៀនសូត្ររបស់ខ្ញុំទៀតទេយកព្រមខ្ញុំសន្យាថាថ្ងៃក្រោយខ្ញុំនឹងមិនរំខានដល់ការរៀនសូត្ររបស់អ្នកទៀតទេចង់រៀនសូត្រឲ្យបានល្អមែនទេខ្ញុំមិនឲ្យឯងបានសម្រេចដូចបំណងទេអាឡូ Yoren យប់នេះហៅមនុស្សមកបើកកម្មវិធីជប់លៀងនៅវិឡាផ្ទះខ្ញុំមកហាហា I have a friend for it I have a friend ផ្ទះមហាសេដ្ឋីលេខ1លើពិភពលោកក៏មានភាពទប់សម្លេងអន់យ៉ាងនេះដែរឬ Try my bastard to try my bastard too ហាសិឈិនរ៉ានឯងមានជំងឺមែនទេឯងនឹងហើយទៅមានជំងឺ Yoren មនុស្សនេះជានរណាទៅនេះគឺជាបងស្រីរបស់ខ្ញុំដែលទៅតែត្រឡប់មកពីស្រុកស្រែវិញខ្ញុំនៅមិនទាន់មានពេលបង្រៀននាងពីច្បាប់ទម្លាប់នៅឡើយទេឯងកុំអីណាច្បាប់ទម្លាប់គ្រួសារសឹកខ្ញុំមិនហ៊ានរៀនទេមនុស្សស្រុកស្រែពិតជាគ្មានសុជីវធម៌មែនឯងមានសុជីវធម៌យប់អាត្រាត្រមកបើកកម្មវិធីជប់លៀងនៅផ្ទះគេសិឈិនរ៉ាននេះគឺជាផ្ទះបងប្រុសខ្ញុំចង់ធ្វើអីក៏ធ្វើនឹងទៅតើវាតាក់ទងអីនឹងឯងមែនទេអញ្ចឹងឯងតើដឹងទេថាឯងយប់អាត្រាមិនដេកមកបើកកម្មវិធីជប់លៀងនៅក្នុងផ្ទះប៉ះពាល់ដល់ការសម្រាករបស់គាត់ទេបងប្រុសខ្ញុំគេងយូរយ៉ាងនេះទៅហើយមិនប្រកាសថាពួកយើងរំខានបន្តិចអាចនឹងដាស់គាត់ឲ្យភ្ញាក់ផងក៏មិនដឹងមិនមែនទេឯងពូកែយ៉ាងនេះហេតុអ្វីក៏ឯងមិនទៅធ្វើជាគ្រូពេទ្យទៅនៅលើលោកនេះគ្មានជំងឺណាដែលអ្នកព្យាបាលមិនជីទេមិនក៏អ្នកបានហើយថ្ងៃនេះបញ្ចប់ត្រឹមនេះសិនលើក្រោយអ្នកចាំមកទៀតអូយធុញណាស់មែនហើយយូរ៉ានប៉ុន្មានថ្ងៃនេះម៉ាក់និងលោកយាយរបស់ខ្ញុំមិននៅផ្ទះទេឯងមកនៅកំដរខ្ញុំប៉ុន្មានថ្ងៃមកស៊ូធានរ៉ាននោះឥឡូវវីរកណាស់ឯងជួយគិតរកវិធីឲ្យខ្ញុំបន្តិចមើលខ្ញុំមិនចង់ឃើញនាងមានអំនួតបែបនេះទេតែទោះយ៉ាងណានាងក៏ជាបងស្រីរបស់ខ្ញុំដែរនាងដណ្ដើមប្តីឯងទៅហើយនៅហើយនាងថាបងស្រីទៀតអូយយូរ៉ានឯងចិត្តល្អពេកហើយអញ្ចឹងយើងដាក់ទុនកម្មនាងបន្តិចបន្តួចទៅព្រោះទោះយ៉ាងណានាងក៏ជាបងស្រីខ្ញុំដែរចុះឯងមានវិធីអីទេលោកយាយមិនមែនត្រឡប់មកវិញថ្ងៃស្អែកទេចុះបំហូបដែលអ្នកបម្រើធ្វើមិនត្រូវមាត់គាត់នឹងដាក់ទុនកម្មអ្នកបម្រើអត់អូពេលនោះចាត់ទុកថាឲ្យលោកយាយបានឃើញមុខមាត់ពិតរបស់នាងតែម្ដងទៅអ្នកនាងស៊ូដល់ម៉ោងក្រោកពីគេងជូតខ្លួនឲ្យលោកប្រុសហើយអ្នកនាងស៊ូម្សិលមិញហ្វឹងយ៉ារើធ្វើរឿងនោះខ្ញុំរៀនមេរៀនមិនទាន់ចប់ផងថ្ងៃនេះត្រូវរៀបចំទុកមុនឲ្យហើយត្រូវហើយតកដង្ហើម Slender រៀងស្ដើងមិននឹកស្មានថាមានសាច់ដុំពោះសោះសាច់ដុំពោះភាសាអង់គ្លេសហៅថាអីហើយឬនៅអ្នកនាងស៊ូអ្នកអាចចុះទៅក្រោមញ៉ាំអាហារពេលព្រឹកបានហើយនាងក្រោកពីព្រលឹមម្លេះប្រហែលជាមានគម្រោងធ្វើរឿងអីទៀតហើយមើលទៅ
លោកអ្នកគ្រប់គ្រងតើនរណាជាអ្នកទទួលខុសត្រូវរៀបចំអាហារព្រឹករបស់ខ្ញុំហេតុអីបានជាអ្នកដាក់អំបិលច្រើនម្ល៉េះនៅក្នុងអាហារព្រឹករបស់ខ្ញុំអ្នកនាងស៊ូសូមអត់ទោសឲ្យខ្ញុំផងខ្ញុំមិនបានតាំងចិត្តទេចាំមើលនរណាហ៊ានធ្វើឲ្យខូចសណ្ដាប់ធ្នាប់ក្នុងគ្រួសារហ្វឹងរបស់ខ្ញុំនាងគ្រាន់តែជាអ្នកចូលមកដើម្បីនាំសេរីសួស្ដីប៉ុណ្ណោះតែហ៊ានឲ្យអ្នកបម្រើគ្រួសារហ្វឹងលុតជង្គង់លោកយាយហ្វឹងបើខ្ញុំប្រាប់ថាខ្ញុំមិនបានធ្វើទេលោកយាយប្រកាសជាមិនជឿអញ្ចឹងសូមឲ្យអ្នកគ្រប់គ្រងចាក់កាមេរ៉ាសុវត្ថិភាពមើលទៅធុញណាស់គ្រួសារហ្វឹងមិនក៏រឿងច្រើនម្លេះមករំខានគម្រោងការរៀនសូត្ររបស់ខ្ញុំទៀតនាងធ្វើអាកប្បកិរិយាស្អីហ្នឹងមនុស្សដែលមានចរិតដូចជានាងនេះក៏ហ៊ានរៀបការចូលគ្រួសារហ្វឹងរបស់យើងដែរលោកអ្នកគ្រប់គ្រងសូមជួយឆែកមើលកាមេរ៉ាសុវត្ថិភាពបន្តិចមើលជីខ្ញុំចង់ដឹងណាស់ថាគ្រួសារស៊ូបញ្ជូនមនុស្សប្រភេទណាចូលមកបាទម៉ោង 6 កន្លះជិតចាប់ផ្ដើមហើយលោកយាយកាមេរ៉ានៅបន្ទប់អាហារមិនដឹងជានរណាបិទវាទេស្អីគេអូល្អតាតាមពិតជានាងអ្នកបិទសោះបើគុំតែថ្ងៃនេះខ្ញុំនៅទីនេះទេខ្ញុំមើលទៅនាងប្រកាសជាវាយរកធំនៅក្នុងផ្ទះវឹងនេះមិនខាននាងមិនទាន់រៀងចានឹងមេរៀនទេមែនទេទៅហៅចាងឈូម៉ឹងឲ្យត្រឡប់មកវិញកូនស្រីរបស់គាត់ត្រូវគេធ្វើបាបហើយគាត់នៅរវល់តែធ្វើការទៀតបាទលោកយាយហឹមអញថតវីដេអូទុកឬបើមិនអញ្ចឹងទេឲ្យនៅចាំនាងទម្លាក់កំហុសឬម៉េចគ្មានរឿងអីទៀតទេខ្ញុំត្រឡប់ទៅបន្ទប់រៀនសិនហើយសាកលវិទ្យាល័យពេទ្យឈីងប៉ៃខ្ញុំមកហើយ That's the way I went to the theater I have a rookie នរណាគេអ្នកនាងស៊ូដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់ហើយមកហើយឈីងរ៉ានឆាប់មកអង្គុយមកប៉ុន្មានថ្ងៃនេះសាំហើយឬនៅចាស់គួរសំដែររឿងថ្ងៃនេះធ្វើឲ្យនាងទទួលរងភាពយុត្តិធម៌ហើយនេះគឺលុយ2 លានចាត់ទុកថាជាសំណងពីគ្រួសារហ្វឹងចុះបាក់ហេតុអីត្រូវឲ្យលុយនាងមិនមែនជាមនុស្សតែយើងបានដណ្ដឹងតាំងពីដើមនោះទេតើអីគេនេះវាមានរឿងអីទៅលោកយាយតាមពិតទៅអ្នកទាំងអស់គ្នាមិនដឹងទេគ្រួសារស៊ូនេះពិតជាថ្លើមធំមែនឬមួយឲ្យយើងវាយកំទេចគ្រួសារស៊ូតែម្ដងទៅបងស្រីម៉េចក៏បងធ្វើអញ្ចឹងប៉ានិងម៉ាក់បើមិនមែនដើម្បីបងទេម៉េចក៏លះបង់ធំបែបនេះលាក់បាំងរឿងបដូរមនុស្សពីពួកគេនោះដើម្បីខ្ញុំនេះជាជំនាញប្រចាំត្រកូលអភិជនមែនទេចេះតែនិយាយក្រឡាយសុកលោកខ្មៅបានតាមចិត្តបងស្រីខ្ញុំដឹងថាបងមិនចូលចិត្តខ្ញុំទេប៉ុន្តែបងមិនអាចឲ្យគ្រួសារហ្វឹងកំណត់គោលដៅលើក្រុមហ៊ុនប៉ាទេនោះជាញើសឈាមរបស់គាត់ទាំងស្រុងខួរក្បាលនាងត្រូវឆ្កែស៊ីហើយឬយ៉ាងម៉េចតើខ្ញុំអាចបញ្ជាគ្រួសារហ្វឹងបានឬនាងកុំគិតតែពីរឿងចង់កំចាត់ខ្ញុំអីគ្មានប្រយោជន៍ទេហឺនាងស្មានថានេះជាផ្ទះគ្រួសារស៊ូរបស់នាងឬនាងនិយាយមកមើលតើវាមានរឿងអ្វីឲ្យប្រាកដរឿងវាគឺអញ្ចេះខ្ញុំពិតជាកូនស្រីច្បងរបស់គ្រួសារស៊ូមែនហើយរឿងរៀបការជាមួយគ្រួសារហ្វឹងនេះស៊ូយូរ៉ាននាងមិនព្រមទើបឲ្យខ្ញុំមកជំនួសស៊ូឈីងរ៉ាននាងនិយាយផ្ដេសផ្ដាសអញ្ចេះទៅបើគ្រួសារហ្វឹងពិតជាមិនពេញចិត្តមែនខ្ញុំអាចលែងលេះជាមួយហ្វឹងជីងឆាន់បានហើយឲ្យស៊ូយូរ៉ានរៀបការចូលមកជំនួសយកព្រមទេឲ្យស៊ូយូរ៉ានរៀបការចូលមកនាងឈួតហើយឬបើមិនមែនដោយសារលោកគ្រូទាយថាជីងឆាន់គ្រួសារយើងត្រូវតែរៀបការជាមួយកូនស្រីច្បងគ្រួសារស៊ូទេរៀបការ
នាងគិតថាគ្រួសារស៊ូរបស់នាងស័ក្តិសមនឹងគ្រួសារវឹងយើងឬឥឡូវនៅមានរឿងបញ្ជូនមនុស្សមកជំនួសទៀតអ្នកមីងចាងបងស្រីគ្រាន់តែធ្លាប់ពង្វេងបាត់នាងទើបតែត្រឡប់ពីជនបទវិញនាងគឺជាកូនស្រីច្បងរបស់គ្រួសារស៊ូយើងមែននាងចេះតែនិយាយយកតែម្ដងហើយអ្នកមីងចាងខ្ញុំពិតជាចូលចិត្តបងជីងឆិនណាស់ខ្ញុំសុខចិត្តរៀបការជាមួយគាត់ប៉ុន្តែបងស្រីនាងអង្វរប៉ាម៉ាក់ដោយខ្លួនឯងគឺចង់រៀបការចូលមកអូហូនិយាយប្រឌិតរឿងបានល្អណាស់នាងថាម៉េចលោកយាយកំពុងឈឺចេញទៅរឿងខ្លះមិនមែនខ្ញុំជាក្មេងទើបតែពេញវ័យម្នាក់អាចសម្រេចបានទេឲ្យតែគ្រួសារយើងទាំងពីរគោរពពាក្យសន្យារៀបចំបញ្ជីឈ្មោះស្នាក់នៅឲ្យខ្ញុំរួចរាល់ខ្ញុំនឹងស្ដាប់តាមការរៀបចំទាំងអស់កូនស្រីច្បងគ្រួសារស៊ូនេះមានការទទួលខុសត្រូវគួរសម្ដែងយូរ៉ានឯងកុំពិបាកចិត្តអីខ្ញុំប្រកាសជាជឿឯងហើយគ្រាន់តែស៊ូឈីងរ៉ាននោះនាងធ្វើហួសហេតុពេកហើយរហូតធ្វើឲ្យម៉ាក់ខ្ញុំសង្ស័យឯងទៀតឯងកុំបារម្ភឯងជាមិត្តសម្លាញ់ខ្ញុំប្រកាសជាសងសឹកឯងមិនខានយ៉ារ៉ូអរគុណឯងណាស់ឯងពិតជាជឿខ្ញុំមែនទេប្រកាសណាស់គ្រាន់តែលើកនេះនាងកិច្ចផុតទៀតហើយខ្ញុំត្រូវគិតច្បាស់សិនថានឹងត្រូវចាត់ការនាងដោយរបៀបណាយ៉ារ៉ូពេលនេះអ្វីដែលស៊ូឈីងរ៉ានខ្វល់បំផុតគឺការប្រឡងចូលមហាវិទ្យាល័យចុះបើសម្ភារៈរៀនសូត្ររបស់នាងមានបញ្ហាវិញនោះអូខ្ញុំដឹងហើយបងថ្លៃបងចង់ផឹកកាហ្វេឲ្យស្វាងបន្តិចទេធុញណាស់មិនអាចឲ្យខ្ញុំធ្វើលំហាត់មួយច្បាប់ឲ្យចប់ទេឬអីមិនបាច់ទេចេញទៅបងថ្លៃខ្ញុំដឹងខុសហើយលើកនេះខ្ញុំតាំងចិត្តឆុងកាហ្វេដែលខ្ញុំចូលចិត្តជាងគេមកឲ្យបងអាយសុំទោសខ្ញុំមិនបានតាំងចិត្តទេខ្ញុំនេះពិតជាអាយនាងលេងដៃនាងមិនមែនចូលចិត្តខ្ញុំទេមែនទេអាយយ៉ាហាហាអាយយ៉ាលេងដៃស៊ូឈីងរ៉ាននាងកំពុងធ្វើអីលេងយ៉ារ៉ូទៅម៉ាក់យ៉ារ៉ូជាប្អូនស្រីខ្ញុំមិនក៏នាងធ្វើបែបនេះដាក់នាងមើលទៅថ្ងៃក្រោយត្រូវអត់ធ្មត់ឲ្យបានច្រើនបន្តិចហើយម៉ាក់ខ្ញុំមានបំណងល្អយកកាហ្វេមកឲ្យបងថ្លៃខ្ញុំគ្រាន់តែច្រឡំកំពុកបន្តិចនាងក៏ប្រើអំពើហិង្សាលើខ្ញុំតែម្ដងយ៉ារ៉ូនៅក្មេងនៅឡើយទេទោះជានាងធ្វើខុសអីក៏ដោយក៏នាងមិនចាំបាច់ធ្វើដល់ថ្នាក់នេះដែរគ្រាន់តែសៀវភៅមួយក្បាលសោះផ្ទះហ្វឹងយើងមានច្រើនណាស់នាងធ្វើខ្លួនកុំកំណាញ់ពេកបានទេខ្ញុំកំណាញ់នេះជាសៀវភៅកត់ចំណាំលំហាត់ខុសដែលខ្ញុំខំសន្សំពេញមួយខែខ្ញុំបានហើយខ្ញុំមិនគួរចង់និយាយហេតុផលជាមួយពួកអ្នកសោះហ្វឹងយ៉ារ៉ូនេះជាលើកចុងក្រោយហើយបើមានលើកក្រោយទៀតខ្ញុំមិនលើកលែងឲ្យនាងទេស៊ូឈីងរ៉ាននាងនិយាយស្អីធ្វើជាមនុស្សឆេវឆាវបែបនេះថ្ងៃក្រោយនាងធ្វើជាម្ចាស់ផ្ទះគ្រួសារហ្វឹងយើងបានយ៉ាងម៉េចរៀបការចូលគ្រួសារហ្វឹងខ្ញុំនាងហៅខ្ញុំថាម៉ាក់ក៏ត្រូវតែសង្គ្រោះអ្នកមានគុណរបស់ខ្ញុំដែរយល់ព្រមម៉ាក់ឥឡូវនេះជីងឆិនត្រូវការអ្នកមើលថែ24ម៉ោងខ្ញុំចង់បដូរទៅនៅបន្ទប់ជីងឆិនដើម្បីងាយស្រួលមើលថែគាត់ក៏ដើម្បីជៀសវាងការប៉ះទង្គិចជាមួយហ្វឹងយ៉ារ៉ូរៀនសូត្រនាងអាចយកចិត្តទុកដាក់នឹងរឿងរបស់ជីងឆិនបាននេះជារឿងល្អខ្ញុំនឹងឲ្យអ្នកគ្រប់គ្រងជួយនាងរើវ៉ាន់មិនបានទេម៉ាក់នាងគ្រាន់តែចង់ឆ្លៀតឱកាសចូលក្បែរបងប្រុសទេឈីងរ៉ានជាប្រពន្ធបងប្រុសកូននាងរើទៅមើលថែបងប្រុសវាជារឿងត្រឹមត្រូវហើយប៉ុន្តែការស្ដារនីតិសម្បទារបស់ជីងឆិនពេលនេះមិនអាចធ្វើប្រហែសបានទេកំណត់ត្រាថែទាំត្រូវតែឲ្យខ្ញុំមើលជារៀងរាល់ថ្ងៃកុំបារម្ភអីម៉ាក់ខ្ញុំនឹងមើលថែជីងឆិនឲ្យបានល្អទោះដើម្បីបរិយាកាសស្ងប់ស្ងាត់ក្នុងនាមជាប្តីប្រពន្ធក៏ដោយខ្ញុំក៏នឹងពីថ្ងៃទៀតគ្រួសារយើងមានជួបជុំបងប្អូនដល់ពេលនោះនាងត្រូវតែរៀបចំខ្លួនឲ្យបានស្អាតបាត់បន្តិចទោះយ៉ាងណានាងក៏ជាប្រពន្ធរបស់ជីងឆិនដែរនៅក្នុងកម្មវិធីជួបជុំគ្រួសារនាងក៏គួរបង្ហាញមុខដែរចា៎នេះត្រូវខាត់ពេលរៀនសូត្ររបស់ខ្ញុំប៉ុន្មានទៀតហើយអ្នកទាំងអស់គ្នាញ៉ាំទៅកុំគួរសំអីយ៉ារ៉ូឯងចង់សងសឹកនាងទេខ្ញុំមានព្រឹត្តិបទពិន្ទុប្រឡងរបស់នាងពីមុននៅទីនេះ
ណែណាមិនដឹងថានាងបានរំលឹកមេរៀនឬអត់ទេហើយក៏មិនដឹងថាពិន្ទុរបស់នាងមានឡើងឬអត់ដែរមិនអាចទេរបស់ដែលខ្ញុំធ្វើឲ្យខូចពីមុននោះសុទ្ធតែជាលំហាត់មូលដ្ឋាននៅក្នុងសៀវភៅលំហាត់ខុសរបស់នាងបើសិនជាសំបីតែលំហាត់ទាំងនេះនាងធ្វើមិនចេញផងពិន្ទុប្រកាសជាមិនអាចខ្ពស់បានទេចាំមើលខ្ញុំទៅអ្នកទាំងអស់គ្នាកម្រមានពេលជួបជុំគ្នាណាស់លោកពូលោកមីងខ្ញុំមានរឿងគួរឲ្យអស់សំណើចមួយចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នានេះគឺជាប្រតិបត្តិពិន្ទុប្រឡងសាកល្បងរបស់បងថ្លៃខ្ញុំទើបតែបាន320ពិន្ទុប៉ុណ្ណោះសំបីតែកម្រិតមហាវិទ្យាល័យក៏មិនចប់ផងខ្ញុំធ្លាប់ប្រឡងបាន320ពិន្ទុពីអង្ការមិនក៏ខ្ញុំមិនដឹងខ្លួនឯងបងថ្លៃខ្ញុំឃើញបងរាល់ថ្ងៃសង្ងំតែនៅក្នុងបន្ទប់រៀនទើបតែប្រឡងបានពិន្ទុប៉ុណ្ណឹងសោះពិន្ទុប៉ុណ្ណេះមិនត្រឹមតែប្រឡងមិនចប់ទេថែមទាំងធ្វើឲ្យខូចមុខមាត់គ្រួសារវឹងយើងទៀតតាមពិតជាពិន្ទុប្រកួតប្រជែងគណិតវិទ្យាសោះ320ពិន្ទុពិតជាទាបពេកមែនគួរឲ្យខ្មាស់គេណាស់ពីមុនថែមទាំងប្រាប់ថាចង់ប្រឡងចូលសាកលវិទ្យាល័យនៅពេលខ្ញុំមើលទៅនាងរៀនប្រហែលជាគ្រាន់តែធ្វើពុតជាប្រឹងទេស៊ូឈីងរ៉ានថ្ងៃក្រោយនាងគ្រាន់តែនៅផ្ទះមើលថែគេឲ្យបានល្អទៅកុំគិតចង់ចេញទៅរៀនស្អីទៀតអីបងថ្លៃមិនក៏បងមិននិយាយអីអញ្ចឹងមើលទៅខ្ញុំនិយាយត្រូវចំណុចហើយខ្ញុំមើលទៅនាងតាមពិតទៅគ្មានអារម្មណ៍ចង់រៀនសោះនាងគ្រាន់តែចង់តង់រស់នៅក្នុងផ្ទះគ្រួសារហ្វឹងប៉ុណ្ណោះហ្វឹងយ៉ារើពិតជាល្ងងមែនស៊ូយូរ៉ានគ្រាន់តែនិយាយលេងក៏លួងលោមនាងឲ្យចេញមុខបានលោកពូលោកមីងប្រតិបត្តិពិន្ទុនេះគឺជាប្រតិបត្តិពិន្ទុដែលខ្ញុំចូលរួមប្រកួតប្រជែងគណិតវិទ្យាការប្រកួតប្រជែងគណិតវិទ្យានោះមិនមែនពិន្ទុរូប350ពិន្ទុទេនាងប្រឡងបាន320ពិន្ទុចំណែកឯពិន្ទុធម្មតារបស់ខ្ញុំវិញទោះបីជានៅខ្វះបន្តិចដើម្បីចូលសាកលវិទ្យាល័យឈីងប៉ៃក៏ដោយប៉ុន្តែក៏អាចប្រឡងបាន582ពិន្ទុដែរបានលើកពី60ពិន្ទុបរិញ្ញាបត្ររហូតដល់60ពិន្ទុអូយហ្វឹងយ៉ារើអើយឯងបង្អាប់ខ្ញុំដោយចេតនាបែបនេះគឺខ្លាចខ្ញុំប្រឡងជាប់មហាវិទ្យាល័យមែនទេឬក៏ខ្លាចខ្ញុំនៅក្នុងផ្ទះគ្រួសារហ្វឹងនេះឈរជើងបានរឹងមាំខ្ញុំអត់មានទេពិន្ទុមួយនេះច្បាស់ជាคล้ายៗហើយនាងប្រកាសជារកអ្នកណាឲ្យកែពិន្ទុឲ្យហើយម៉ាក់អាចបើកកម្មវិធីនេះហើយចូលទៅពិនិត្យមើលបានលើកនេះខ្ញុំប្រឡងបានចំណាត់ថ្នាក់លេខ15ទូទាំងសាលាមិនមែនជាពិន្ទុដែលមិនអាចយកមុខមាត់បាននោះទេមិននឹកស្មានថាក្មេងម្នាក់នេះទាំងមើលថែជីងឆិនទាំងរៀនសូត្រនៅអាចប្រឡងបានល្អទៀតបើសិនជានាងអាចនៅក្បែរជីងឆិនរហូតបានទាំងចេះរៀបចំការងារក្នុងផ្ទះទាំងចេះចេញមុខមាត់ល្អជាងរកមនុស្សស្រីគ្រាន់តែល្អមើលច្រើនណាស់ពិន្ទុនិងចំណាត់ថ្នាក់ពិតជាត្រូវគ្នាទាំងអស់មែនអាយ៉ារើបន្ទោសឯងទាំងអស់ហ្នឹងឥឡូវនេះខ្ញុំខ្លាចជាទីតាំងឲ្យគ្រប់គ្នាសើចចំអកហើយយ៉ារើខ្ញុំក៏មិនដឹងថានឹងមានរឿងបែបនេះកើតឡើងដែរប្រកាសជាស៊ូឈីងរ៉ានតាំងចិត្តហើយបើមិនអញ្ចឹងទេមិនក៏នាងអាចចៃដល់នាយកប្រតិបត្តិពិន្ទុប្រឡងសាកល្បងនោះចេញមកបានទៅចុះឯងថាឥឡូវនេះពួកយើងគួរធ្វើម៉េចអៃរ៉ុងស៊ូឈីងរ៉ានខ្វល់បំផុតគឺការប្រឡងចូលមហាវិទ្យាល័យនិងបញ្ជីឈ្មោះស្នាក់នៅបើសិនជាពួកយើងអាចរៀបរៀងការចុះឈ្មោះស្នាក់នៅរបស់នាងបាននោះមែនហើយល្អអញ្ចឹងយើងទៅរកលោកយាយមុនតោះលោកយាយមើលចុះខ្ញុំឃើញស៊ូឈីងរ៉ានគិតតែពីរឿងរៀនសូត្រសំបីតែសុខពើកម្លាំងរបស់បងធំក៏ស្ទើរតែត្រជាក់អស់ទៅហើយបើសិនជានៅតែបន្តបែបនេះទៀតការជាសះស្បើយរបស់បងធំប្រកាសជាត្រូវពន្យាពេលហើយលោកយាយហ្វឹងបងស្រីនាងគិតតែពីរៀនប៉ុណ្ណោះនាងមិនបានខ្វល់ពីបងជីងឆិនតតែសោះលោកយាយហេតុអីយើងមិនរៀបរៀងបញ្ជីឈ្មោះស្នាក់នៅរបស់នាងទៅបើសិនជានាងនៅតែគិតតែពីរៀនទៀតមិនព្រមមើលថែបងប្រុសទេអញ្ចឹងយើងមិនបាច់ឲ្យនាងចុះឈ្មោះនៅទីក្រុងនេះទេនាងហ៊ានធ្វើបែបនេះដាក់ចៅប្រុសខ្ញុំឬនោះពិតជារស់បានយូរពេកហើយនៅតែយូរ៉ានដែលចេះដឹងជាងគេបើសិនជាឯងអាចរៀបការចូលផ្ទះវឹងបានតើល្អប៉ុណ្ណាទៅហាលោកយាយហ្វឹងពួកយើងទៅមើលបងជីងឆិនមុនទៅល្អទេបានតោះទៅដោយសារតែទំហំពាណិជ្ជកម្មកើនឡើងបញ្ហាកង្វះចរាចរណ៍រូបិយប័ណ្ណលោហៈកាន់តែលេចធ្លោឡើងកាន់តែខ្លាំងលោកយាយអញ្ជើញមកទីនេះមានការអីយាយមកមើលជីងឆិនឯងកំពុងអានសៀវភៅ
ចាស់ពេទ្យប្រាប់ថាឲ្យនិយាយលេងជាមួយជីងឆិនឲ្យបានច្រើនវាជួយដល់ការជាសះស្បើយរបស់គាត់ខ្ញុំក៏គិតថាចង់អានសៀវភៅប្រវត្តិសាស្ត្រឲ្យគាត់ស្ដាប់លោកយាយមើលចុះបងធំនៅសន្លប់នៅឡើយទេនាងនៅតែទូចចង់យកសៀវភៅរៀនមកទីនេះទៀតពិតជាមិនយកចិត្តទុកដាក់តតែសោះខ្ញុំមើលទៅនាងគួរតែនៅមើលថែបងធំពេញមួយថ្ងៃតែម្ដងទៅចាំដល់បងធំជាសះស្បើយសិនចាំនាងរំលឹកមេរៀនបន្តខ្ញុំអត់ធ្មត់នឹងនាងយូរហើយលោកយាយមើលនាងចុះមានលោកយាយនៅទីនេះនាងនៅតែហ៊ានវាយរកបែបនេះចុះបើលោកយាយមិននៅនាងនឹងខ្លាចជាយ៉ាងម៉េចទៅកុំសង្ឃឹមថានាងនឹងមើលថែបងធំបានល្អនោះអីបងស្រីមិនក៏បងវាយគេអញ្ចឹងបើឯងមិននិយាយក៏គ្មានអ្នកណាចាត់ទុកឯងជាមនុស្សទេបានហើយស៊ូឈីងរ៉ាននាងមានទុកខ្ញុំនៅក្នុងភ្នែកខ្លះដែរឬអត់យ៉ារ៉ូនិយាយត្រូវហើយការជាសះស្បើយរបស់ជីងឆិនមិនមែនជារឿងតូចតាចទេបើនាងនៅតែចេះចង់ធ្វើទាំងពីរអញ្ចឹងរឿងចុះឈ្មោះស្នាក់នៅខ្ញុំនឹងគិតមើលសិនរឿងចុះឈ្មោះស្នាក់នៅគឺគ្រូសាហ្វឹងបានសន្យាជាមួយខ្ញុំតាំងពីមុនតែសន្យាជាមួយនាងប្រកាសជាត្រូវតែរក្សាពាក្យសម្ដីហើយលុះត្រាតែនាងធ្វើឲ្យខ្ញុំទុកចិត្តបាននាងសំបីតែជីងឆិនក៏មើលថែមិនបានល្អផងរឿងចុះឈ្មោះស្នាក់នៅនោះចាត់ទុកជាអាសាបងចុះការចុះឈ្មោះស្នាក់នៅគឺជាចំណុចខ្សោយរបស់ខ្ញុំលោកយាយហ្វឹងនិយាយតែមួយម៉ាត់ក៏អាចធ្វើឲ្យការខិតខំប្រឹងប្រែងទាំងអស់របស់ខ្ញុំខ្លាចជាឥតប្រយោជន៍បានដែរខ្ញុំមើលទៅសៀវភៅកញ្ចាស់របស់នាងនេះទុកក៏គ្មានប្រយោជន៍អីដែរកុំមកបញ្ចេះខ្ញុំស្ដាប់មិនយល់ទេបងស្រីបងឯងក៏ចង់ត្រូវវាដែរឬហារឿងចុះឈ្មោះស្នាក់នៅគួរធ្វើម៉េចទៅវាគ្មិនជនជាតិអាស៊ីពិតជាសាមញ្ញណាស់ប្រហែលជាខ្ញុំអាចទៅរកចាងឈូម៉ាំងបានជារបស់ស្អីគេស៊ូឈីងរ៉ាននាងធ្វើអាកប្បកិរិយាស្អីហ្នឹងល្មមតែនាងក៏នៅទីនេះដែរមើលទាំងអស់គ្នាទៅរបស់នេះនាងបានមកពីណាជារបស់ស្អីគេធ្វើរកអាតកំបាំងម្លេះកុំធ្វើជាបិទត្រចៀកលួចកណ្ដឹងទៀតអីខ្ញុំមានទុកមួយច្បាប់ចម្លងនៅទីនេះឯងហ៊ានមានផ្ទៃពោះផងកូននេះជារបស់នរណាខ្ញុំមិនដឹងទេឯងមុខមាត់គ្រួសារហ្វឹងយើងត្រូវឯងបំផ្លាញខ្ទេចអស់ហើយខ្ញុំអូយបានហើយកុំមកសម្ដែងរឿងនេះនៅមុខខ្ញុំទៀតអីតាមពិតនាងចង់ធ្វើអីឲ្យប្រាកដបើសិនជារឿងនេះលេចចេញទៅក្រៅគេច្បាស់ជានិយាយថាគ្រួសារហ្វឹងចិញ្ចឹមកូនស្រីមិនចេះអប់រំមានផ្ទៃពោះមុនរៀបការមិនចេះខ្មាស់អៀននាងចង់បានអ្វីសៀវភៅស្នាក់នៅទីក្រុងប៉េកាំងសៀវភៅស្នាក់នៅរបស់គ្រួសារហ្វឹងយើងមិនមែនចេះតែផ្ដេសផ្ដាសក៏ឲ្យតែអ្នករៀបចំរឿងបញ្ជីឈ្មោះស្នាក់នៅឲ្យខ្ញុំរួចរាល់ថ្ងៃស្អែករបស់ទាំងនេះនឹងត្រូវបំផ្លាញចោលភ្លាមមុខមាត់របស់គ្រួសារហ្វឹងកិត្តិយសរបស់ប្អូនស្រីយ៉ារ៉ូទាំងអស់អាចរក្សាបានខ្ញុំដឹងអ្នកមានវិធីហើយ
ព្រឹកស្អែកទៅចាត់ចែងរឿងបញ្ជីឈ្មោះស្នាក់នៅរបស់ស៊ូឈីងរ៉ានឲ្យរួចរាល់ទៅសៀវភៅស្នាក់នៅខ្ញុំនឹងឲ្យទៅនាងប៉ុន្តែនាងត្រូវចាំថារឿងមួយនេះបើសិនជាមានមនុស្សទី4ដឹងគ្រូសាហ្វឹងនឹងមិនលើកលែងឲ្យនាងដាច់ខាតរឿងនេះអ្នកមីងកុំបារម្ភអីខ្ញុំនិយាយម៉ាត់ណាម៉ាត់នឹងប្អូនស្រីយ៉ារ៉លអាយុនៅក្មេងជិះមិនផុតពីធ្វើខុសទេខ្ញុំមិនស្ដាយក្រោយទេអ្នកគ្រប់គ្រងនឹងតាក់ទងទៅនាងលោកស្រីថ្ងៃនេះមិនក៏មកពីព្រលឹមម្លេះលោកយាយមើលនេះខ្ញុំទទួលបានសៀវភៅស្នាក់នៅទីក្រុងប៉េកាំងហើយថ្ងៃក្រោយខ្ញុំអាចប្រឡងចូលមហាវិទ្យាល័យនៅប៉េកាំងបានហើយបានសម្រេចហើយលោកយាយមិនបាច់បារម្ភទៀតទេថារ៉ានរបស់លោកយាយត្រឡប់ទៅស្រុកកំណើតរងទុកទៀតនោះល្អណាស់រ៉ានផ្លូវមួយនេះចៅដល់មកពិតជាលំបាកណាស់ហើយទាំងត្រូវមើលថែក្មេងក្នុងផ្ទះវឹងទាំងត្រូវរំលឹកមេរៀនប្រឡងទៀតហត់នឿយខ្លាំងណាស់ហើយមិនហត់ទេលោកយាយកុំបារម្ភខ្ញុំប្រកាសជាប្រឡងចូលសាកលវិទ្យាល័យពេទ្យឈីងប៉ៃឲ្យបានដល់ពេលនោះខ្ញុំនឹងស្រាវជ្រាវរកថ្នាំព្យាបាលជំងឺមហារីកឲ្យតតែបានលោកយាយត្រូវតែរងចាំខ្ញុំណាយាយចាំលោកយាយចាំខ្ញុំប្រឡងចូលឈីងប៉ៃបានខ្ញុំនឹងនាំលោកយាយដើរលេងឡចេញទៅដើរលេងយូរ៉ានអញជួយខ្ញុំផងខ្ញុំចង់សម្លាប់ស៊ូឈីងរ៉ានមានរឿងអីកើតឡើងមិនមែនទេឯងនិយាយមកខ្ញុំជាមិត្តសម្លាញ់ឯងមានអីដែលនិយាយមិនបាននោះខ្ញុំមានផ្ទៃពោះហើយស្អីគេឯងមានផ្ទៃពោះប្រយ័ត្នលោកយាយខ្ញុំនេះតែរឿងនេះវាពាក់ព័ន្ធអីជាមួយបងស្រីខ្ញុំគឺមកពីនាងស៊ូឈីងរ៉ានចង្រៃនោះទាំងអស់នាងយករឿងនេះទៅប្រាប់ម៉ាក់ខ្ញុំថែមទាំងយករឿងនេះមកគំរាមគ្រួសារហ្វឹងទៀតដើម្បីឲ្យគេជួយធ្វើសៀវភៅស្នាក់នៅឲ្យនាងបើមិនមែនដោយសារនាងទេខ្ញុំអាចចាត់ការកូនម្នាក់នេះចោលដោយសម្ងាត់បានបាត់ទៅហើយអញ្ចឹងនាងពិតជាហួសហេតុពេកហើយឯងមានវិធីអីខ្លះទេចាំខ្ញុំគិតសិនស៊ូឈីងរ៉ានថ្មីនេះកំពុងរំលឹកមេរៀនក្រដាស់ប្រឡងដូចជានាងធ្វើដោយខ្លួនឯងទាំងអស់ចុះបើយើងដូរក្រដាស់ប្រឡងរបស់នាងចេញវិញល្អអញ្ចឹងយើងទៅឥឡូវនេះទៅចៃដន្យពេលនេះនាងមិននៅផ្ទះផងយើងលួចចូលទៅយកមួយនេះទៅខ្ញុំឃើញស៊ូឈីងរ៉ានសរសេរតែមួយនេះរហូតអញ្ចឹងខ្ញុំនឹងដូរចម្លើយពីរនេះជាមួយគ្នាដល់ពេលដែលនាងផ្ទៀងផ្ទាត់ចម្លើយនោះនាងនឹងខុសរហូតដល់សង្ស័យជីវិតខ្លួនឯងមិនខានលឿនឡើងពួកនាងមកធ្វើអីនៅទីនេះខ្ញុំមកមើលបងប្រុសខ្ញុំមិនបានទេបងប្រុសខ្ញុំសន្លប់យូរយ៉ាងនេះហើយ
ខ្ញុំពិតជាត្រូវតែមកមើលគាត់ឲ្យបានដិតដល់ហើយដោយសារពេលលៀងត្រឡប់មកវិញហើយអញ្ចឹងពួកយើងទៅសិនហើយមែនហើយបងស្រីបងមើលថែបងជីងឆិនឲ្យបានល្អចុះខ្ញុំស្មានតែជាល្បិចជាន់ខ្ពស់អ្វីទៅតាមពិតគ្រាន់តែដូរសៀវភៅលំហាត់សោះហើយថ្ងៃនេះប្អូនស្រីនាងនឹងស៊ូយ៉ារ៉ូលួចចូលបន្ទប់ខ្ញុំប្រាសុទ្ធតែល្បិចដែរគ្រាន់តែមើលមួយផ្លែតក៏ដឹងថោកទាបណាស់មិនអាចទេដឹងហ្វឹងជីងឆិនហ្វឹងជីងឆិនហើយសំណាងហើយហ្វឹងជីងឆិនលោកកុំតន់ឲ្យភ្ញាក់ឲ្យសោះឥឡូវនេះពួកនាងប៉ុន្មានអ្នកនោះធ្វើឲ្យខ្ញុំខាតពេលច្រើនណាស់ទៅហើយបើសិនជាលោកភ្ញាក់ទៀតមិនដឹងជានឹងមានរឿងញ៉ៃញ៉ៃប៉ុន្មានទៀតទេកើតឡើងដូច្នេះលោកត្រូវតែកេងឲ្យខ្ញុំសិនទៅចាំខ្ញុំប្រឡងចូលមហាវិទ្យាល័យរួចរាល់ចាំលោកភ្ញាក់យកទេប៉ុន្តែម្រាមដៃគាត់កម្រើកហើយខ្ញុំនៅតែត្រូវប្រាប់គ្រូពេទ្យអាឡូលោកគ្រូពេទ្យអំបាញ់មិញដៃជីងឆិនកម្រើកលោកឆាប់មកមើលបន្តិចទៅលោកស្រីកុំប្រញាប់ពេកខ្ញុំសូមពិនិត្យសិនលោកស្រីកត់ត្រាបានល្អិតល្អន់ណាស់វាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការជាសះស្បើយរបស់អ្នកជំងឺចៅប្រុសយាយទីបំផុតចៅភ្ញាក់ហើយលោកគ្រូពេទ្យអំបាញ់មិញដៃជីងឆិនកម្រើកតើនេះមានន័យថាគាត់រៀបនឹងភ្ញាក់ហើយមែនទេលោកស្រីអវយវៈរបស់គាត់ងើបឡើងវិញវាជារឿងល្អហើយនេះបញ្ជាក់ថាសរសៃប្រសាទចលនារបស់គាត់កំពុងតែងើបឡើងវិញបន្តិចម្ដងតែមិនមែនមានន័យថាគាត់នឹងក្រោកឡើងលឿននេះទេអញ្ចឹងក៏ល្អបំផុតគឺកុំឲ្យភ្ញាក់មុនពេលប្រឡងចូលមហាវិទ្យាល័យហឹមរឿងរបស់យ៉ារ៉ូមិនអាចពន្យាពេលបានទៀតទេមន្ទីរពេទ្យខ្ញុំបានកក់ទុករួចរាល់ហើយព្រឹកស្អែកនាងត្រូវទៅកំដរយ៉ារ៉ូធ្វើការវះកាត់ឲ្យចប់សពគ្រប់ត្រូវមើលនាងឲ្យជាប់កុំឲ្យនាងប្រើល្បិចអ្វីទៀតឲ្យសោះឲ្យខ្ញុំទៅកំដរនាងខ្ញុំដឹងថាទំនាក់ទំនងពួកនាងទាំងពីរមិនសូវល្អទេតែនាងជាបងថ្លៃរបស់នាងលើកនេះចាត់ទុកថាជាឱកាសល្អដើម្បីផ្សះផ្សាទំនាក់ទំនងអ្នកទាំងពីរចុះអូយមិនបាច់ទេថ្ងៃស្អែកខ្ញុំត្រូវរំលឹកមេរៀនទៀតអ្នកមីងរកអ្នកផ្សេងទៅរំលឹកមេរៀនពន្យាពេលមួយថ្ងៃក៏មិនមានបញ្ហាអីដែរយ៉ារ៉ូមានផ្ទៃពោះហើយនាងមិនអាចពន្យាពេលបានទៀតទេម្យ៉ាងទៀតនេះជារឿងគ្រួសារហ្វឹងក្នុងនាមនាងជាកូនប្រសារគ្រួសារហ្វឹងនាងមានភារកិច្ចជួយគ្រួសារដោះស្រាយបញ្ហាផ្ទៃក្នុងហឹមនៅក្នុងកិច្ចសន្យាពីមុនមិនមានចែងរឿងនេះទេហឹមខ្ញុំដឹងប៉ុន្តែរឿងនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់គ្រួសារហ្វឹងអញ្ចេះចុះឲ្យតែនាងអាចកំដរយ៉ារ៉ូធ្វើការវះកាត់ដោយរលូនខ្ញុំនឹងឲ្យអ្នកគ្រប់គ្រងជួយរកឯកសាររំលឹកមេរៀនផ្ទៃក្នុងរបស់សាលាមខ្ញុំសិក្សាឈីងប៉ៃឲ្យនាងហើយចាប់ពីពេលនេះទៅខ្ញុំនឹងអប់រំយ៉ារ៉ូឲ្យបានល្អមិនឲ្យនាងមករំខានការរំលឹកមេរៀនរបស់នាងទៀតទេយកពេលមួយថ្ងៃដើម្បីបដូរយកភាពស្ងប់ស្ងាត់ក្នុងការរំលឹកមេរៀនទៅថ្ងៃមុខគិតទៅចំណេញតាយកព្រមខ្ញុំនឹងទៅកំដរនាងហើយយ៉ារ៉ូមកទីនេះបន្តិចថ្ងៃស្អែកឈីងរ៉ាននឹងទៅកំដរកូននៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់កូនមិនចង់ឲ្យស៊ូឈីងរ៉ានទៅកំដរទេអ្នកណាដឹងថានាងនឹងធ្វើបាបកូនឬអត់នោះកូនចង់ឲ្យស៊ូយូរ៉ានទៅកំដរកូនស្អីគេរឿងនេះកូនបានប្រាប់ស៊ូយូរ៉ានហើយឬ
ស្អីគេរឿងនេះកូនបានប្រាប់ស៊ូយូរ៉ានទៀតខួរក្បាលរបស់កូនឯងនេះឲ្យម៉ាក់និយាយថាម៉េចទៅល្អទៅម៉ាក់យូរ៉ានជារបស់សម្លាញ់របស់កូននាងមិននិយាយផ្ដេសផ្ដាស់ទេបានហើយទោះយ៉ាងណាពេលនេះនាងក៏គ្មានភស្តុតាងនៅក្នុងដៃដែររឿងនេះថ្ងៃក្រោយហាមលើកយកមកនិយាយជាមួយនាងទៀតកូនដឹងហើយម៉ាក់ប៉ុន្តែម៉ាក់កូនពិតជាមិនចង់ឲ្យស៊ូឈីងរ៉ានទៅកំដរកូនមែនស្ដាប់បង្គាប់ទៅថ្ងៃស្អែកម៉ាក់មានកិច្ចប្រជុំអន្តរជាតិមួយដ៏សំខាន់ណាស់មិនអាចទៅកំដរកូនបានទេឲ្យឈីងរ៉ានទៅកំដរកូនទៅនាងជាបងថ្លៃរបស់កូនមិនធ្វើបាបកូនទេស្ដាប់បង្គាប់ទៅរឿងមួយនេះមិនអាចឲ្យមានមនុស្សដឹងច្រើនជាងនេះទៀតទេគឺទេដឹងហើយហឺមចូលទៅវិញទៅ It was a sunny day. I never get up early. ស៊ូឈីងរ៉ានខ្ញុំចង់ចាំមើលណាស់បើសិនជារឿងរបស់នាងត្រូវគេដឹងដល់សាលារៀនតើនាងនៅមានមុខធ្វើជាមនុស្សទៀតទេបងខ្លាយខ្ញុំខ្លាចបងដើរទៅមុនទៅបានទេបានតើត្រឹមតែរូបថតប៉ុន្មានសន្លឹកនេះក៏គ្រប់គ្រាន់ធ្វើឲ្យនាងខូចឈ្មោះដែរហឹមផុសនោះបង្ហោះចេញទៅមានអ្នកចូលមកបញ្ចេញទៅច្រើនណាស់ស៊ូឈីងរ៉ានលើកនេះប្រកាសជាចប់មិនខានទេស៊ូឈីងរ៉ានធម្មតាតែងតែធ្វើខ្លួនដូចជាសិស្សពូកែមិននឹកស្មានថាទៅរំលូតកូនសោះពិតជាមិនចេះខ្មាស់អ៊ីមែនហឹមមើលទៅប្រហែលជាអស់សង្ឃឹមជាមួយឈីងប៉ៃហើយមើលទៅខូចអនាគតទាំងស្រុងហើយហាយូរ៉ានមានតែអញទេទើបមានវិធីនេះពួកយើងចាំតែមើលរឿងល្អទៅខ្ញុំចង់ដឹងថានាងនៅហ៊ានវីរកទៀតឬអត់ប៉ុន្តែគេនឹងមិនស៊ើបដឹងថាខ្ញុំជាអ្នកបង្ហោះទេមែនទេអូយឯងខ្លាចអីទៅផុសនេះគឺបង្ហោះដោយអនាមិកទេហើយទោះបីជាគេរកឃើញក៏ដោយក៏មានខ្ញុំនៅទីនេះដែរម៉ាក់ខ្ញុំមិនធ្វើអីអញទេអាឡូឈីងរ៉ានអញឆាប់មើលវេទិកាអនាមក្រៀនរបស់សាលាយើងមានអ្នកបង្ហោះរូបអញទៅកំដរគេនៅផ្នែករោគស្ត្រីថែមទាំងបង្កើតពាក្យចាមអារ៉ាមអំពីអញទៀតយ៉ារ៉ូយ៉ាងម៉េចហើយមិនអីទេម៉ាក់មានគេយករូបភាពខ្ញុំនិងហ្វឹងយ៉ារ៉ូទៅមន្ទីរពេទ្យបង្ហោះចូលក្នុងវេទិកាសាលាឥឡូវនេះវាបានប៉ះពាល់យ៉ាងខ្លាំងដល់ការរៀនសូត្ររបស់ខ្ញុំហើយមានរឿងហួសហេតុបែបនេះទៀតជានរណាដែលហ៊ានបង្កើតពាក្យចាមអារ៉ាមបែបនេះអ្នកគ្រប់គ្រងលោកស្រីប្រញាប់ទៅឆែកមើលភ្លាមទៅមើលថានរណាជាអ្នកនៅពីក្រោយរឿងនេះបាទលោកស្រីហឹមម៉ាក់វេទិកាអនាមិកនេះទាមទារពេលវេលាមួយរយៈដើម្បីត្រួតពិនិត្យហេតុអីមិនសង្កត់រឿងនេះចុះសិនទៅជៀសវាងអ្នកគ្រប់គ្នាយកទៅពិភាក្សាធ្វើឲ្យខូចមុខមាត់គ្រួសារហ្វឹងយើងនាងហាក់ដូចជាមិនភ្ញាក់ផ្អើលសោះឡើយណាអ្នកណាថាអញ្ចឹងនៅក្នុងរូបថតនោះមិនមែនមានតែនាងទេគឺមានខ្ញុំទៀតអ្នកណាល្ងងម្លេះទៅប្រកាសប្រាប់គេថាខ្លួនឯងទៅផ្នែករោគស្ត្រីនោះប៉ុន្តែរូបថតនោះថតបានច្បាស់ណាស់គួរតែមានគេតាមដានពួកយើងដល់ចិត្តណាស់ហើយលោកស្រីកន្នីដែលបង្ហោះនោះប្រើប្រាស់ proxy ពីក្រៅប្រទេសអាសយដ្ឋាន upload ផ្លាស់ប្ដូរដោយស្វ័យប្រវត្តិរៀងរាល់10នាទីម្ដងឥឡូវនេះមិនអាចស្វែងរកកំណត់ត្រាដើមបានទេសំណាងហើយដែលខ្ញុំប្រើប្រាស់ការបង្ហោះអនាមិកឲ្យតែមិនឆែកមើលកំណត់ត្រាប្រតិបត្តិការច្បាស់ជារកខ្ញុំមិនឃើញទេអញ្ចឹងក៏សាកសួរអ្នកគ្រប់គ្រងវេទិកាទៅឲ្យគេផ្ដល់ទិន្នន័យឃ្លាំងសម្ងាត់ catch នៅពេលដែលកានីនោះចុះឈ្មោះទោះបីជាអេបនិមិត្តក៏ដោយក៏ប្រកាសជាមានវិធីដែរហឹម
ធ្វើតាមដែលឈីងរ៉ាននិយាយទៅបាទលោកស្រីលោកស្រីខាងអ្នកគ្រប់គ្រងវេទិកាបានប្រាប់ថាកាលពី10នាទីមុនមានអ្នកចូលប្រើកណេអនាមិកនោះហើយបានលុបកំណត់ត្រាប្រតិបត្តិការទាំងអស់ចោលប៉ុន្តែមិនអាចកំណត់ទីតាំងច្បាស់លាស់បានទេសុំទោសដែលខ្ញុំនិយាយត្រង់ស៊ូឈីងរ៉ាននេះមិនមែនជាអ្នករៀបចំរឿងនេះដោយខ្លួនឯងទេមែនទេបង្កើតរឿងមួយនេះឡើងគឺដើម្បីឲ្យអ្នកគ្រប់គ្នាមានអារម្មណ៍ខុសចំពោះនាងមែនទេហើយអារម្មណ៍ខុសរបស់ពួកនាងខ្ញុំមិនខ្វល់សូម្បីតែបន្តិចប៉ុន្តែឈ្មោះបោះសម្លេងរបស់ខ្ញុំមិនអាចមានស្នាមប្រឡាក់សូម្បីតែបន្តិចឡើយបញ្ចែកបញ្ចង់ខ្ញុំមិនស្លាប់ទេនាងនេះមិនក៏និយាយមិនរក្សាពាក្យសម្ដីអញ្ចឹងពីមុននាងមិនសន្យាយ៉ាងច្បាស់លាស់ទេថានឹងមិននិយាយចេញទៅក្រៅនោះទេនាងកុំបារម្ភអីរឿងមួយនេះគ្រូសាហ្វឹងប្រកាសជានឹងផ្ដល់ភាពយុត្តិធម៌មួយឲ្យនាងមិនខានយ៉ារ៉ូចាប់ពីថ្ងៃនេះទៅត្រូវនៅតែក្នុងបន្ទប់ហាមចេញក្រៅយូរ៉ានបើនាងនៅតែចង់នៅផ្ទះហ្វឹងទៀតក៏ត្រូវនៅជាមួយយ៉ារ៉ូមិនឲ្យចេញក្រៅដែរខ្ញុំនៅជាមួយយ៉ារ៉ូដែរឬមិនក៏មិនព្រមត្រឡប់ទៅបន្ទប់វិញទៅរឿងវេទិកានេះនាងកុំបារម្ភខ្ញុំនឹងឲ្យគេទៅដោះស្រាយឲ្យតែមិនប៉ះពាល់ដល់ការរៀនសូត្ររបស់ខ្ញុំក៏បានហើយនៅតែរំខានអ្នកមីងជួយដាក់កាមេរ៉ាសុវត្ថិភាពនៅមុខបន្ទប់របស់ជីងឆិនមួយផងខ្ញុំនៅតែមិនទុកចិត្តទៅចុះបាទលោកស្រីហ្វឹងជីងឆិនថ្ងៃនេះពិតជាសីមែនត្រូវហ្វឹងយ៉ារ៉ូអូសទៅមន្ទីរពេទ្យហើយនៅត្រូវនាងបង្កើតពាក្យចាំអារ៉ាមបង្ហោះចូលវេទិកាទៀតពិតជាល្ងងហើយអាក្រក់ទៀតតាមពិតគិតថាចង់រងចាំឲ្យការប្រឡងចប់ដោយស្ងប់ស្ងាត់ឥឡូវនេះមិនអញ្ចឹងទេមានរឿងឈឺក្បាលច្រើនម្លេះបានហើយឈប់និយាយពីរឿងគួរឲ្យធុញនេះទៅមកខ្ញុំនឹងសាកល្បងបច្ចេកទេសចុចសរសៃដែលខ្ញុំទើបរៀនថ្មីឲ្យលោកហ្វឹងជីងឆិនអំបញ្ញមិញលោកគឺខ្ញុំនិយាយមែនទេឬមួយវិធីសាស្ត្រចុចសរសៃរបស់ខ្ញុំមានប្រសិទ្ធភាពហើយហ្វឹងជីងឆិនគ្មានពេលមកញញ៉ៃជាមួយលោកទេថ្ងៃស្អែកនៅមានការប្រឡងសាកល្បងទៀតលើកនេះក៏ត្រូវនាងកិច្ចផុតទៀតហើយម៉ាក់ខ្ញុំថែមទាំងបានអប់រំខ្ញុំមួយប្រាវទៀតមិនអីទេខ្ញុំមើលថានាងនឹងចូលរួមប្រឡងសាកល្បងនៅព្រឹកស្អែកនោះគឺជាការប្រឡងដ៏សំខាន់សម្រាប់ការចូលឈិងប៉ីរបស់នាងហើយពួកយើងមិនអាចឲ្យនាងប្រឡងបានដោយរលូនទេខ្ញុំឆែកមើលហើយព្រឹកស្អែកម៉ោង8គឺពេលប្រឡងបើសិនជាខ្ញុំធ្វើឲ្យនាងគេងមិនលក់នៅយប់នេះការប្រឡងថ្ងៃស្អែកនាងប្រកាសជាធ្វើមិនបានល្អទេប៉ុន្តែម៉ាក់ខ្ញុំទើបតែបានព្រមានខ្ញុំកាលពីថ្ងៃនេះមិនឲ្យខ្ញុំរំខានដល់ការរៀនសូត្ររបស់នាងទេម៉ាក់ឯងមិនឲ្យឯងរករឿងតែគាត់មិនបានហាមអ្នកផ្សេងមិនឲ្យរករឿងនាងឯណាអូមីងចាងយកថ្នាំនេះទៅដាក់ក្នុងទឹកស៊ូឈីងរ៉ានផឹកទៅត្រូវតែមើលនាងផឹកវាចូលពោះឲ្យឃើញនឹងភ្នែកក្រោយពីរឿងនេះសម្រាប់ខ្ញុំនឹងឲ្យរង្វាន់មីង 100000មីងចាងថ្នាំនេះគ្រាន់តែធ្វើឲ្យបងស្រីរៀបរស់2ថ្ងៃប៉ុណ្ណោះមិនមានគ្រោះថ្នាក់អ្វីទេក្រោយពីរឿងនេះសម្រាប់លុយថ្លៃព្យាបាលកូនប្រុសរបស់មីងក៏នឹងមានដំណោះស្រាយដែរមែនទេអូត្រូវហើយរឿងនេះមីងមិនអាចបញ្ចេញឲ្យអ្នកណាដឹងជាដាច់ខាតបើសិនជារឿងនេះលេចចេញទៅក្រៅខ្ញុំនឹងធ្វើឲ្យមីងរកការងារនៅក្នុងទីក្រុងប៉េកាំងលែងបានទៀតហើយហ្វឹងជីងឆិនលោកគិតមើលតើហេតុអីបានជាពួកគេមិនព្រមឈប់អញ្ចឹងរវត្តសៀវភៅចោលដូរក្រដាស់ប្រឡងមិនទាន់គ្រប់គ្រាន់ឥឡូវនេះថែមទាំងហ៊ានដាក់ថ្នាំទៀតចង់ប៉ះពាល់ដល់ការប្រឡងរបស់ខ្ញុំឬខ្ញុំនឹងមិនឲ្យពួកគេបានសម្រេចទេហើយអញ្ជើញចូលលោកស្រីទឹកក្តៅមិនហដែរលោកស្រីត្រូវការអរគុណហើយមីងនាងផឹកហើយឬនៅផឹកហើយខ្ញុំឃើញនាងងើបមុខផឹកចូលពោះតែម្ដងល្អណាស់ថ្ងៃស្អែកនាងអាចនឹងរៀករហូតដល់ងើបពីគ្រែមិនរួចមិនខានពេលនេះចាំមើលនាងនៅ
ចង់ឲ្យខ្ញុំបោះបង់ចោលការប្រឡងសាកល្បងនេះឬលើកនេះខ្ញុំលើកលែងឲ្យអ្នកទាំងអស់គ្នាសិនបើសិនជាហ៊ានធ្វើអីទៀតខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាខូចឈ្មោះរលាយសាបសូន្យទេតើវាមានរឿងអីទៅមិនក៏គ្មានប្រតិកម្មអីសោះអញ្ចឹងយូរយ៉ាងនេះហើយឬមួយឆ្នាំនោះមិនមានប្រសិទ្ធភាពទេដឹងមើលទៅប្រហែលជានាងដឹងខ្លួនហើយបើមិនអញ្ចឹងទេមិនក៏នាងចាក់សោទ្វារពីខាងក្នុងអញ្ចឹងខូចឆ្នាំនេះទេហើយកុំខឹងអីពួកយើងគិតរកវិធីផ្សេងទៀតសិនមានហើយចាំដល់ថ្ងៃស្អែកនាងចេញទៅបាត់ពួកយើងនោះយកឯកសាររំលឹកមេរៀនរបស់នាងទាំងអស់តែម្ដងទៅចាំដល់ពេលនោះចាំមើលថានាងនឹងរំលឹកមេរៀនរបៀបមិនទៀតធ្វើបែបនេះចុះតោះវឹងជីងឈិនថ្ងៃស្អែកត្រូវប្រឡងសាកល្បងហើយថាខ្ញុំមិនភ័យនោះគឺជារឿងកុហកហើយប៉ុន្តែគ្មានអ្នកណាអាចជួយខ្ញុំបានទេខ្ញុំមានតែពឹងលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯងប៉ុណ្ណោះដូច្នេះដើម្បីលោកយាយទោះជាលំបាកឬមានឧបសគ្គច្រើនយ៉ាងណាក៏ដោយខ្ញុំក៏មិនបោះបង់ចោលដែរក្មេងស្រីម្នាក់នេះខាងក្រៅមើលទៅដូចជាសត្វប្រមាថទីអញ្ចឹងប៉ុន្តែនៅក្នុងចិត្តរបស់នាងតើត្រូវទ្រាំទ្រនឹងរឿងណានាងក្នុងវ័យនេះត្រូវទ្រាំទ្រនោះអញ្ចឹងយប់នេះខ្ញុំនឹងឲ្យនាងម៉ាសាឲ្យខ្ញុំតិចជាងរាល់ដងបន្តិចចុះទុកពេលឲ្យនាងទៅរំលឹកមេរៀនឲ្យបានច្រើនបន្តិចនាងប្រហែលជាមិនបន្ទោសខ្ញុំទេមែនទេពិតជាចង់ឃើញរូបរាងដែលនាងជោគជ័យនិងបញ្ចេញពន្លឺណាស់ពេលនោះនាងប្រកាសជាកាន់តែមានភាពតាក់ទាញមិនខានបើនាងមិននិយាយអីទេខ្ញុំចាត់ទុកថានាងយល់ព្រមហើយណាខ្ញុំនៅយាមខាងក្រៅឯងចូលទៅយកទៅចាំថាគុំទុកសល់សំបីតែមួយសន្លឹកឲ្យសោះអ្វីទៅមិនក៏ត្រឡប់មកលឿនម្លេះឬមួយក៏ភ្លេចរបស់អីហ៊ឹមស៊ូឈីងរ៉ានគ្រាន់តែលួចយកឯកសាររបស់នាងទៅបែបនេះវាហាក់ដូចជាថោកទាបពេកហើយសម្រាប់នាងខ្ញុំចង់ឲ្យនាងត្រឡប់មកវិញហើយឃើញការខិតខំប្រឹងប្រែងរបស់ខ្លួនឯងខ្លាយទៅជាភេទផងអស់ឈប់សិននាងកំពុងធ្វើអីហ្នឹងបងជីងឈិនបងភ្ញាក់ហើយនាងជានរណាហេតុអីបានជាមកនៅក្នុងបន្ទប់របស់ខ្ញុំឬមួយនាងតែងតែនៅមើលថែខ្ញុំរហូតមកហ្វឹងជីងឈិនភ្ញាក់ហើយអញ្ចឹងវាធ្វើឲ្យចំណេញដល់ស៊ូឈីងរ៉ានទៅហើយមិនបានទេតំណែងជាប្រពន្ធរបស់គ្រូសាហ្វឹងត្រូវតែជារបស់ខ្ញុំបងជីងឈិនទីបំផុតបងក៏ភ្ញាក់ហើយបងមិនដឹងទេថាថ្មីនេះខ្ញុំបារម្ភពីបងខ្លាំងប៉ុណ្ណាទេពេលថ្ងៃខ្ញុំជូតខ្លួននិងបញ្ចុកថ្នាំឲ្យបងពេលយប់ខ្ញុំត្រូវនៅយាមក្បែរបងទៀតខ្ញុំខ្លាចបងមានរឿងអីខ្ញុំមិនបានគេងលក់ស្រួលសោះឡើយអ្នកដែលមើលថែខ្ញុំគឺជានាងឬនាងមិនមែនជាមិត្តភក្តិរបស់ប្អូនស្រីខ្ញុំទេឥឡូវនាងគួរតែនៅសាលារៀនកំពុងតែប្រឡងសាកល្បងតើអីអូយបងជីងឈិនបងកំពុងតែនិយាយអីហ្នឹងខ្ញុំនិងយ៉ារ៉ូបានប្រឡងជាប់ចូលមហាវិទ្យាល័យអស់ទៅហើយអ្នកដែលទៅចូលរួមការប្រឡងសាកល្បងនោះគឺជាបងស្រីរបស់ខ្ញុំស៊ូឈីងរ៉ានតើពីមុនគាត់តែងតែនៅឯជនបទមើលថែលោកយាយរបស់គាត់ដែលកំពុងតែមានជំងឺរ៉ាំរ៉ៃនោះគាត់ត្រូវខាត់ពេលអស់មួយឆ្នាំទើបតែថ្មីនេះទេដែលគាត់បានចូលរួមការប្រឡងអញ្ចឹងទើបត្រូវស៊ូឈីងរ៉ាននោះទើបជាអ្នកដែលមើលថែខ្ញុំបងជីងឈិនពីមុនបងប្រកាសជាធ្លាប់ឬសម្លេងបងស្រីរបស់ខ្ញុំហើយឥឡូវនេះគាត់ជាប្រពន្ធស្របច្បាប់របស់បងហើយចុះនាងនៅទីនេះធ្វើអីខ្ញុំនៅទីនេះមើលថែបងតើបងជីងឈិនបងមិនដឹងទេថាបងស្រីនាងយកលេសថានាងពីមុនតែងតែរស់នៅជនបទហើយប៉ាម៉ាក់មានអារម្មណ៍ថាមានកំហុសចំពោះនាងខ្លាំងណាស់អញ្ចឹងហើយទើបនាងបានរៀបការចូលផ្ទះហ្វឹងប៉ុន្តែបន្ទាប់ពីនាងរៀបការចូលមកហើយនាងរវល់តែរឿងរៀនសូត្ររហូតគ្មានពេលដើម្បីមើលថែបងសោះឡើយអញ្ចឹងនាងគិតខុសហើយមនុស្សស្រីរបស់ហ្វឹងជីងឈិនខ្ញុំមិនអាចឲ្យមានការបោកប្រាស់សំបីតែបន្តិចឡើយស៊ូឈីងរ៉ានខ្ញុំចង់ចាំមើលណាស់ថាតំណែងជាកូនប្រសាផ្ទះវឹងរបស់នាងនេះនៅអាចរក្សាទុកបានទៀតឬអត់បងជីងឈិនបងទៅតែភ្ញាក់ថ្មីរាងកាយបងប្រកាសជាខ្សោយខ្លាំងណាស់ខ្ញុំទៅជួយប្រាប់លោកយាយហ្វឹងនិងអ្នកមីងចាំងសិនណាពួកគាត់ប្រកាសជាបារម្ភពីបងខ្លាំងណាស់
ខ្ញុំសុំទៅសិនហើយបងសម្រាប់បានច្រើនណាស់យ៉ាងម៉េចហើយយកកាបូបស្ពីចេញមកហើយឬនៅឯកសាររំលឹកមេរៀនរបស់ស៊ូឈីងរ៉ាននៅឯណាកុំខ្វល់ពីរឿងអស់នេះអីបងជីងឆិនភ្ញាក់ហើយស្អីគេស៊ីលយ៉ារ៉ូឥឡូវនេះខ្ញុំមានវិធីមួយដែលអាចដេញស៊ូឈីងរ៉ានចេញពីផ្ទះហ្វឹងបានទាំងស្រុងធ្វើឲ្យនាងមិនអាចងើបមុខរួចជារៀងរហូតតែម្ដងឯងចង់ស្ដាប់ឬអត់ចង់ស្ដាប់បងជីងឆិនពេលនេះយល់ច្រឡំថាខ្ញុំជាអ្នកមើលថែគាត់ឯងគិតមើលបើសិនជាខ្ញុំខ្លាញ់បន្លំទទួលយកគុណបំណាច់នេះហើយបន្ទាប់មកឲ្យពួកគេលែងលះគ្នាយ៉ារ៉ូឯងនឹងលែងបានឃើញមុខមនុស្សដែលឯងស្អប់នេះជារៀងរហូតហើយអូយល្អណាស់តាមពិតទៅឯងគួរតែជាបងថ្លៃរបស់ខ្ញុំតាំងពីដំបូងម្លេះហើយពេលនេះម៉ាក់ខ្ញុំកំពុងតែធ្វើការនៅបរទេសទៀតខ្ញុំទៅជួយនិយាយបញ្ចុះបញ្ចូលលោកយាយឲ្យខ្ញុំនឹងទូរស័ព្ទទៅគាត់ឥឡូវនេះរាងកាយរបស់លោកប្រុសវឹងបានជាសះស្បើយទាំងស្រុងហើយប៉ុន្តែដោយសារតែគេងលើក្រៃយូរពេកល្អបំផុតគួរតែហ្វឹកហាត់ដើរឲ្យបានច្រើនបន្តិចល្អអ្នកគ្រប់គ្រងឆាប់ចាត់ចែងរឿងនេះទៅលោកប្រុសភ្ញាក់ហើយឲ្យអ្នកបម្រើទាំងអស់មកបម្រើឲ្យបានល្អបាទបងប្រុសលើកនេះបងត្រូវតែអរគុណដល់យូរ៉ានឲ្យបានល្អហើយបើមិនមានយូរ៉ានដែលមើលថែបងទាំងយប់ទាំងថ្ងៃទេបងក៏មិនអាចក្រោកឡើងបានលឿនបែបនេះដែរអញ្ចឹងចាស់រយៈពេលមួយរយៈនេះគឺមានតែយូរ៉ានទេដែលនៅមើលថែចៅរហូតជីងឆិនចៅត្រូវតែអរគុណដល់ក្មេងស្រីម្នាក់នេះឲ្យបានល្អណាស់គ្រូសាហ្វឹងយើងចិត្តខ្សែថនហើយមែនទេមិនក៏សំបីតែអ្នកថែទាំក៏គ្មានលុយជួលអញ្ចឹងប្រកាសណាស់ថាឲ្យមនុស្សខ្លួនឯងមើលថែបងទៅទុកចិត្តបានច្រើនជាងមែនទេអូយបានហើយបងប្រុសបងទៅតែភ្ញាក់បងកុំគិតច្រើនអីឆាប់សម្រាប់ទៅពួកយើងទៅសិនហើយមិនរំខានបងទៀតទេបានចៅស្រីលើកនេះយាយជួយឯងធ្វើរឿងមិនសមហេតុផលបែបនេះគឺដោយសារតែក្មេងស្រីស៊ូឈីងរ៉ាននោះមកពីជនបទយាយក៏មិនចូលចិត្តនាងដែរតែគ្មានលើកក្រោយទៀតទេណាលោកយាយខ្ញុំក៏មិនចូលចិត្តស៊ូឈីងរ៉ានដែរបើមិនអញ្ចឹងទេមិនក៏ខ្ញុំហ៊ានកុហកបងប្រុសអញ្ចឹងទៅលោកយាយហ្វឹងលើកនេះពិតជាកំហុសរបស់បងស្រីខ្ញុំហួសហេតុពេកហើយមែននាងគិតតែពីរឿងរៀនសូត្រប៉ុណ្ណោះគ្មានពេលដើម្បីមើលថែបងជីងឆិនសោះឡើយថែមទាំងឲ្យអ្នកមីងចាំងដាក់កំហិតមិនឲ្យពួកយើងចេញក្រៅទៀតផងអូមានរឿងបែបនេះផងអូយលោកយាយបើសិនជាឲ្យនាងដឹងថាលើកនេះលោកយាយជួយពួកយើងនាងប្រកាសជាចង់គំនុំនឹងលោកយាយមិនខានប្រកាសជានិយាយអាក្រក់ពីលោកយាយប្រាប់បងប្រុសជាមិនខានធ្វើឲ្យលោកយាយនិងបងប្រុសមានគម្លាតពីគ្នាឯងនិយាយត្រូវហើយដោយសារជីងឆិនភ្ញាក់ហើយក្មេងស្រីនោះក៏មិនមានប្រយោជន៍អីត្រូវនៅផ្ទះវឹងយើងក៏មិនចាំបាច់មាននាងទៀតដែរគ្រាន់តែបើបណ្ដេញនាងចេញនៅពេលនេះប្រហែលជាត្រូវគេយកទៅនិយាយដើមមិនខានចាំមើលបន្តិចសិនទៅប៉ុន្តែលោកយាយបើសិនជានាងនិយាយផ្លាត់មាត់ប្រាប់បងប្រុសទៅអញ្ចឹងការសម្ដែងរបស់ពួកយើងមិនខ្លាចជាអាសាបងទេលោកយាយហេតុអីមិនឲ្យបងស្រីទៅរស់នៅអន្តេវាសិកដ្ឋានសាលាទៅមែនហើយលោកយាយនាងចង់ផ្ចង់អារម្មណ៍រៀនសូត្រខ្លាំងណាស់បើសិនជាឲ្យនាងទៅរស់នៅអន្តេវាសិកដ្ឋាននាងប្រកាសជាយកព្រមមិនខានប៉ុន្តែរឿងនេះត្រូវទុកឲ្យលោកយាយជាអ្នកនិយាយបើមិនអញ្ចឹងទេនាងប្រកាសជាគិតថាពួកយើងមានល្បិចអីមិនខាននាងនៅហ៊ានសង្ស័យពួកឯងទៀតរបស់ដែលមិនចេះបែងចែកល្អអាក្រក់ចាំមើលនាងត្រឡប់មកវិញយាយនឹងចាត់ការនាងឲ្យបានល្អម្ដងហឹមចង់បណ្ដេញខ្ញុំចេញខ្លាំងណាស់ឬបើមិនឲ្យពួកនាងចេញឈាមបន្តិចទេខ្ញុំក៏មានអារម្មណ៍ថាមិនសមរម្យដែរនាងមើលមិនឃើញចាស់ទុំទេមនុស្សគ្មានសុជីវធម៌ស៊ូឈីងរ៉ាននាងកុំគិតថាគ្រាន់តែមានសៀវភៅស្នាក់នៅពេលកាំងនាងអាចប្រឡងចូលឈីងប៉ៃបានឲ្យសោះគង់តែមានពេលដែលនាងមកអង្វរពួកយើងទេអញ្ចឹងចាំដល់ពេលនោះសឹមនិយាយទៀតចោះចាំមើលនាងបងស្រីបងពិតជាគ្មានសុជីវធម៌មែនមុខមាត់គ្រូសាស៊ូត្រូវបងបំផ្លាញខ្ទេចអស់ហើយនៅហ៊ានលើកយកឈ្មោះគ្រូសាស៊ូនិយាយទៀតត្រូវវីមិនទាន់ឆ្អែតទេមែនទេស៊ូឈីងរ៉ានលោកយាយមានការចង់និយាយជាមួយនាងលោកយាយមានរឿងអីឆាប់និយាយមកខ្ញុំនៅត្រូវឡើងទៅមើលថែជីងឆិនទៀតពួកយើងចង់ឲ្យនាងទៅរស់នៅសាលារៀនមិនទៅទេហេតុអីនាងមិនមែនតែងតែចង់បានបរិយាកាសស្ងប់ស្ងាត់សម្រាប់យើងសូទេ
ពួកនាងត្រូវហាមឃាត់មិនឲ្យចេញក្រៅហើយតើគ្មាននាងនឹងស៊ូយូរ៉ានមកនិយាយរំខានទៅជាខ្ញុំទេខ្ញុំចង់បានស្ងប់ស្ងាត់ប៉ុណ្ណាក៏បានស្ងប់ស្ងាត់ប៉ុណ្ណឹងដែរមានតែមនុស្សវងទេដែលទៅនោះនាងអើយលោកយាយមើលនាងចុះបើនាងចង់រស់នៅក្នុងផ្ទះនេះក៏បានដែរលោកគ្រូពេទ្យប្រាប់ថាអំឡុងពេលនេះជីងឆិនត្រូវការហាត់ប្រាណនាងត្រូវនៅក្បែរគាត់ជួយគ្រីគាត់ទៅបានតើអញ្ចឹងខ្ញុំនឹងយកពេលដែលត្រូវជួបខ្លួនទៅជាការចំណាយពេលនាំគាត់ដើរហាត់ប្រាណវិញលោកយាយដាច់ខាតមិនអាចឲ្យនាងជួបមុខបងប្រុសទេបើមិនអញ្ចឹងទេរឿងកុហកដែលពួកយើងបាននិយាយប្រកាសជាត្រូវលាតត្រដាងមិនខានចាំបន្តិចនាងមានលក្ខខណ្ឌអ្វីពួកយើងអាចចរចាគ្នាបានល្អតើអ្វីក៏បានមែនទេអ្វីក៏បានស៊ូឈីងរ៉ាននាងកុំទាមទារលក្ខខណ្ឌដែលហួសហេតុពេកជាមួយពួកយើងឲ្យសោះតែពួកយើងឲ្យនាងទៅរស់នៅសាលាក៏ដើម្បីតែល្អសម្រាប់នាងដែរកុំបារម្ភអីលក្ខខណ្ឌមួយនេះមិនហួសហេតុសំបីតែបន្តិចខ្ញុំមើលថាគ្រូសាវឹងមានមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺមហារីកមួយបន្ទាប់ពីប្រឡងចប់ខ្ញុំចង់ចូលរួមនៅទីនោះតែលក្ខខណ្ឌមួយនេះទេបានយាយយល់ព្រមនឹងនាងហើយល្អអញ្ចឹងសម្រេចតាមនេះចុះណែនេះមិនមែនត្រូវទៅរស់នៅសាលាទេនាងឡើងទៅលើធ្វើអីបងស្រីធំខួរក្បាលរបស់នាងមានបញ្ហាអត់នឹងខ្ញុំត្រូវត្រឡប់ទៅរៀបចំអីវ៉ាន់របស់ខ្ញុំតើស៊ូឈីងរ៉ាននាងអ្នកដែលមើលថែខ្ញុំទាំងយប់ទាំងថ្ងៃនោះគឺនាងស្អាតយ៉ាងនេះពេលគាត់ភ្ញាក់ឡើងក៏មានភាពតាក់ទាញគួរសមដែរដោយសារតែលោកភ្ញាក់ហើយខ្ញុំមានរឿងចង់ប្រាប់លោកសូមណែនាំខ្លួនជាផ្លូវការបន្តិចចុះខ្ញុំឈ្មោះស៊ូឈីងរ៉ានជាប្រពន្ធដែលរៀបការចូលមកដើម្បីនាំសេរីសួស្តីឲ្យលោកជួយស៊ីញ៉េលើកិច្ចព្រមព្រៀងលែងលះនេះបន្តិចទៅឯកសារមួយនេះនាងរៀបចំវាតាំងពីពេលណារឿងនេះលោកមិនបាច់ខ្វល់ទេលោកគ្រាន់តែស៊ីញ៉េទៅគឺបានហើយលោកកុំបារម្ភអីរបស់គ្រូសាហ្វឹងខ្ញុំមិនយកសំបីតែបន្តិចឡើយសៀវភៅស្នាក់នៅក៏បានក៏មានការប្រឡងចូលឈីងប៉ៃក៏ជិតមកដល់ពេលនេះគឺជាទីបញ្ចប់ដ៏ល្អបំផុតហើយមែនទេស៊ីវលោកកុំបារម្ភអីខ្ញុំពិតជាមិនបោកប្រាស់លោកជាដាច់ខាតហេតុអីត្រូវលែងលះនាងមិនមែនចាប់អារម្មណ៍នឹងរាងកាយរបស់ខ្ញុំខ្លាំងណាស់ទេនោះគឺដោយសារតែពេលដែលលោកកំពុងតែសន្លប់ខ្ញុំគ្រាន់តែជួបខ្លួនឲ្យលោកទើបមានរឿងបែបនេះលោកកុំយល់ច្រឡំឲ្យសោះណាពេលដែលខ្ញុំសន្លប់នាងមើលថែខ្ញុំយ៉ាងយកចិត្តទុកដាក់បែបនេះសូម្បីតែចាត់ទុកខ្ញុំជាមិត្តសម្លាញ់មិនយល់ច្រឡំទេខ្ញុំក៏ចាប់អារម្មណ៍លើអ្នកខ្លាំងដែរការលែងលះនេះមិនអាចទៅរួចទេហេតុអ្វីគឺមិនចង់លែងលះមិនអីទេមានស៊ូយូរ៉ាននិងហ្វឹងយ៉ារ៉ុលនៅទីនេះនៅខ្លាចថាមិនអាចលែងលះបានទៀតឬស្ថានភាពក្រុមហ៊ុនឥឡូវនេះឬមួយក៏យើងទៅអង្វរគ្រូសាហ្វឹងទៅពីមុនយើងហ៊ានស៊ូឈីងរ៉ានរៀបការជំនួសគ្រូសាហ្វឹងមិនដាក់ទោសយើងគឺចាត់ទុកថាល្អណាស់ទៅហើយឥឡូវទៅអង្វរគេប្រកាសជាមិនជួយទេចុះយើងទៅរកស៊ូឈីងរ៉ានវិញស៊ូឈីងរ៉ានអាចក្លាយជាប្រពន្ធច្បងគ្រូសាហ្វឹងបានគឺដោយសារតែយើងតើនាងមិនអាចឃើញស្លាប់ហើយមិនជួយទេតើអ្នកកំពុងធ្វើអ្វីនៅសល់មួយខែទៀតប្រឡងចូលមហាវិទ្យាល័យហើយខ្ញុំកំពុងរៀបចំអីវ៉ាន់រើទៅរស់នៅសាលាវិញចុះប្រឡងចប់អ្នកនឹងត្រឡប់មកវិញទេលោកយាយខ្ញុំនៅសម្រាប់នៅមន្ទីរពេទ្យនៅឡើយប្រឡងចប់ត្រូវទៅមើលថែគាត់
មែនហើយលោកយាយវឹងសន្យាថាក្រោយប្រឡងចប់នឹងឲ្យចូលរួមជាមួយក្នុងបន្ទប់ពិសោធន៍ស្រាវជ្រាវជំងឺមហារីករឿងនេះអ្នកប្រហែលជាមិនជំទាស់ទេមែនទេមែនហើយខ្ញុំនិងគ្រូសាស៊ូបានផ្ដាច់ទំនាក់ទំនងគ្នាទាំងស្រុងហើយបើសិនជាស៊ូជឿនហើយនឹងចៅឡានមកគ្រប់អ្នកវាមិនពាក់ព័ន្ធនឹងខ្ញុំទេមានបុគ្គលិកលក្ខណៈម្យ៉ាងដែរសួស្ដីខ្ញុំឈ្មោះស៊ូឈីងរ៉ានស៊ូឈីងរ៉ានអ្នកគឺសិស្សដែលបដូរសាលាមកត្រៀមប្រឡងឡើងវិញតែមួយខែឡើងបានជាង100ពិន្ទុនោះមែនទេស៊ូឈីងរ៉ានផលប្រឡងសាកល្បងចេញហើយមែនហើយមើលចុះលើកនេះអ្នកប្រឡងជាប់ចំណាត់ថ្នាក់កម្ពុជាទាំង10ពិន្ទុរົບឡើងដល់ជាង700ពិន្ទុឯណោះនេះជាក្រដាស់មាសមែនទេសំណាងល្អខ្ញុំបានបដូរសៀវភៅគ្រូសាលឿនសាកលវិទ្យាល័យឈីងហ៊ូនិងប៉េកាំងប្រកាសជាជាប់ហើយអីគឺស៊ូឈីងរ៉ានមែនទេចាស់ប៉ាម៉ាក់អ្នកកំពុងរកអ្នកនៅការិយាល័យចាស់អរគុណប្តីប្រពន្ធមួយគូនេះចង់ធ្វើរឿងស្មុគស្មាញអ្វីទៀតហើយមិនមែនថាកាត់កោរទំនាក់ទំនងជាមួយខ្ញុំហើយទេមករកខ្ញុំធ្វើអ្វីទៀតអូយគ្រូសាតែមួយគ្មានគំនុំនឹងគ្នាទេក្នុងនៅពេលដែលអ្នកអាចរៀបការចូលគ្រូសាហ្វឹងគ្រូសាស៊ូរបស់យើងក៏បានបញ្ចេញកម្លាំងដែរអ្នកមិនអាចរមើលគុណបានទេអីខ្ញុំរមើលគុណអ្នកបោះបង់ខ្ញុំចោលនៅជនបទជាច្រើនឆ្នាំដោយមិនអើពើទើបតែរកខ្ញុំមកវិញដើម្បីឲ្យរៀបការជំនួសស៊ូយូរ៉ានឥឡូវបែរជាមានមុខមកចោទប្រកាន់ខ្ញុំទៅវិញឈីងរ៉ានមិនក៏និយាយជាមួយមនុស្សចាស់បែបនេះកុំគិតថាឥឡូវអ្នកនៅខ្ពស់ហើយគ្មានក្តីបារម្ភគ្រូសាហ្វឹងគេពេញចិត្តកូនស្រីគ្រូសាស៊ូរបស់យើងបើយើងប្រកាសជាសាធារណៈលុបឈ្មោះអ្នកចេញពីគ្រូសាស៊ូខ្ញុំចង់មើលថាតើអ្នកនៅគ្រូសាហ្វឹងបានយ៉ាងម៉េចអូយអញ្ចឹងអ្នកត្រូវតែប្រញាប់ឡើងខ្ញុំកំពុងរងចាំស៊ូជឿនហៃមកមើលចោះធ្វើឲ្យប៉ាអញខឹងហើយឈីងរ៉ានបើគ្រូសាស៊ូមិនដល់ចំណុចអាសន្នតើខ្ញុំអាចមកអង្វរអ្នកបានដោយរបៀបណាសូមអ្នកយកយល់ដល់សាច់ឈាមរបស់យើងជួយខ្ញុំផងទៅអីកុំមកយកសិលធម៌មកគៀបសង្កត់ខ្ញុំព្រោះខ្ញុំគ្មានសិលធម៌ទេស៊ូឈីងរ៉ានអ្នកនឹងស្ដាយក្រោយសពតិឆានអូយកុំខឹងពេកតើគួរធ្វើឲ្យយ៉ាងម៉េចទៅក្មេងស្រីនេះមិនស្ដាប់ពាក្យទូនមានសោះបើនាងគ្មានបេះដូងបែបនេះកុំបន្ទោសថាយើងគ្មានមនោសញ្ចេតនាតំណែងជាប្រពន្ធច្បងគ្រូសាហ្វឹងគួរតែបដូរមនុស្សហើយស៊ូឈីងរ៉ាននាងមនុស្សរមើលគុណធ្វើឲ្យប៉ាអញខឹងរហូតចង់រើជំងឺបេះដូងទៅហើយតំណែងប្រពន្ធច្បងគ្រូសាហ្វឹងនេះត្រូវតែជារបស់ហែងប៉ានេះជារូបដែលកូនទើបថតថ្មីរឿងនេះពីមុនត្រូវមីងជាងបានបិទបាំងរួចហើយប៉ុន្តែមីងជាងថ្មីនេះចេញទៅធ្វើការបាត់ហើយបងជីងឆិនក៏ដឹងខ្លួនដែរពិតឬមែនជីងឆិនពិតជាដឹងខ្លួនមែនទេយើងឥឡូវទៅរកគេតោះជីងឆិនទីបំផុតអញដឹងខ្លួនហើយពិតជាអរគុណព្រះជាម្ចាស់ខ្ញុំបារម្ភចង់ស្លាប់ហើយលោកពូស៊ូតើមានរឿងអ្វីទេអីគ្មានរឿងអ្វីទេគឺគ្រាន់តែក្រុមហ៊ុនស៊ូនឹងណាថ្មីនេះមានបញ្ហាហិរញ្ញវត្ថុបន្តិចបន្តួចខ្ញុំឮថាឯងនឹងលោកនាយកវាងនៃធនាគារយេងយេមានទំនាក់ទំនងល្អណាស់មែនទេលោកពូស៊ូពូក៏ដឹងថាខ្ញុំដេកយូរមកហើយទំនាក់ទំនងធំប៉ុណ្ណាក៏សាបលេបបាត់ទៅហើយខាងលោកនាយកវាងប្រហែលជាពិបាកអញ្ចឹងទេអញ្ចឹងជីងឆិនមើលនេះណាតើក្រុមហ៊ុនវឹងអាចឲ្យយើងខ្ចីលុយខ្លះបានទេក្រុមហ៊ុនស៊ូគ្រាន់តែដោះស្រាយបញ្ហាបន្ទាន់បន្តិចបន្តួចបង្វិលលុយបន្តិចលោកពូស៊ូខ្ញុំបានចាក់ចេញពីក្រុមហ៊ុនជាង1ឆ្នាំហើយស្ថានភាពជាច្រើនរបស់ក្រុមហ៊ុនខ្ញុំមិនដឹងតតែសោះបើហ៊ានបើកមាត់ខ្ចីលុយទាំងតក់ក្រហល់យល់ហើយ
អូយកូនប្រសារដ៏ល្អរបស់ខ្ញុំឯងក៏ពិបាកដែរមែនទេអេជីងឆិនអញ្ចឹងខ្ញុំទៅធ្វើការព្យាបាលសិនហើយអ្នកទាំងអស់គ្នារងចាំសិនទៅយល់ព្រមជីងឆិនអញ្ចឹងឯងសម្រាប់បានល្អណាស់ពីថ្ងៃទៀតយើងមកលេងឯងម្ដងទៀតរឿងលុយនោះនៅចូលធ្វើអីទៀតតោះអាឡូក្នុងរយៈពេល3ថ្ងៃផ្ដាច់ជំនួយទាំងអស់ដល់គ្រូសាស៊ូបាទល្អណាស់គ្រូសាស៊ូទីបំផុតហ៊ានមកប៉ះគ្រូសាហ្វឹងរបស់ខ្ញុំមានការអីនិយាយមកខ្ញុំរវល់ណាស់ប៉ាម៉ាក់ឯងមកដល់ហើយមកខ្ចីលុយលោកមិនបានឲ្យពួកគេខ្ចីទេមែនទេបើខ្ចីក៏មិនមែនមើលមុខខ្ញុំដែរមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំមិនបានឲ្យខ្ចីទេប៉ុន្តែពួកគេបានយកលិខិតលែងលះទៅបាត់ហើយអ្នកមិនអាចឲ្យគេខ្ចីទេអឹមមកខ្វល់ពីខ្ញុំធ្វើអីបើសិនជាគេឲ្យខ្ញុំស៊ីញ៉េលែងលះតើខ្ញុំអាចបោកលុយគេបានមួយកញ្ចប់ទៀតទេខឹងចង់ងាប់ហើយប៉ាម៉ាក់អឹមអ្នកទាំងពីរមើលនេះជាអ្វីលិខិតព្រមព្រៀងលែងលះហ្វឹងជីងឆិនចង់លែងលះហាអញ្ចឹងយើងអាចជួយគេមួយដៃបានឆ្លៀតឱកាសនេះផ្លាស់ប្ដូរឯងនឹងស៊ូឈីងរ៉ានមកវិញអញ្ចឹងខ្ញុំទៅសាលាឲ្យនាងស៊ីញ៉េចុះស៊ូឈីងរ៉ានព្រមស៊ីញ៉េទេអែមខ្ញុំទៅនាងប្រកាសជាព្រមស៊ីញ៉េត្រូវជឿជាក់លើល្បិចរបស់មនុស្សស្រីល្អកូនស្រីតោះហាមករកខ្ញុំធ្វើអ្វីទៀតស៊ីញ៉េទៅស៊ីញ៉េទៅនេះគឺស្ម័គ្រចិត្តយកលុយមកឲ្យដល់ទ្វារផ្ទះហើយអូយឥឡូវនេះខ្ញុំជាប្រពន្ធច្បងគ្រូសាហ្វឹងរស់នៅយ៉ាងមានសេចក្តីសុខហេតុអ្វីត្រូវស៊ីញ៉េទុកពេលឲ្យអ្នកមួយនាទីជីវិតលោកយាយអ្នកស្ថិតក្នុងដៃខ្ញុំអ្នកណាឲ្យសេចក្តីក្លាហានប៉ះលោកយាយរបស់ខ្ញុំអាឡូជួយសង្គ្រោះបន្ទាន់មន្ទីរពេទ្យរិនអាយបន្ទប់703លោកយាយខ្ញុំមានគ្រោះថ្នាក់កុំភ័យខ្ញុំនឹងចាត់ការអ្នកហ៊ានសុំជំនួយពីបងជីងឆិនខ្ញុំសុំជំនួយតើមានរឿងអ្វីពីមុនគឺដោយសារខ្ញុំស្លូតពេកទើបធ្វើឲ្យអ្នកទាំងអស់គ្នាគិតថាខ្ញុំងាយនឹងធ្វើបាបតាមពិតបើអ្នកឲ្យខ្ញុំ10លានខ្ញុំអាចនឹងព្រមស៊ីញ៉េកិច្ចសន្យានេះដោយស្ងប់ស្ងាត់ឥឡូវចង់ឲ្យខ្ញុំស៊ីញ៉េ20លានចេញទៅចាំមើលចុះអាឡូលោកយាយអត់អីទេស្ថានភាពលោកយាយយ៉ាងម៉េចដែរស្ថានភាពគាត់មិនល្អសោះប្រហែលជាទ្រាំមិនបានយូរទៀតទេមើលថែគាត់ឲ្យល្អកុំឲ្យគាត់ឈឺចាប់ពេកយល់ព្រមក្នុងរយៈពេល3ថ្ងៃខ្ញុំចង់ឃើញគ្រួសារសុខស័យធន់ស៊ូឈីងរ៉ានហ៊ានបដិសេធមិនជួយខ្ញុំនេះជាកម្មផលដែលនាងត្រូវទទួល
មានស៊ីញ៉ៃនៅនាងស្រីថោកទៀបនោះបានហែកលិខិតលែងលះចោលហើយហែកចោលហើយថែមទាំងទាយើង20លានទៀត20លាន20លានក្រុមហ៊ុនយើងចិត្តខ្សែធនទៅហើយតើខ្ញុំអាចទៅរក20លានមកពីណាប៉ាយើងនៅមានផ្ទះនេះតើពិតមកទៅអីគេឯងចង់លក់ផ្ទះមែនទេអ្នកគិតច្បាស់ទៅឲ្យតែឲ្យ20លានទៅបងស្រីនាងនឹងព្រមស៊ីញ៉េលើលិខិតលែងលះអញ្ចឹងខ្ញុំអាចរៀបការជាមួយបងជីងឆាន់បានហើយពេលនោះយើងចង់បានលុយប៉ុន្មានក៏បានដែរប៉ាគិតច្បាស់ទៅឬមួយប៉ាចង់ឃើញក្រុមហ៊ុនខ្សែធនពេលនេះវិធីតែមួយគត់គឺឲ្យខ្ញុំរៀបការជាមួយបងជីងឆាន់យើងមិនអាចបរាជ័យនៅនាទីចុងក្រោយទេលក់ទៅដោយសារលទ្ធផលរបស់អ្នកចូលឈីងហ៊ូនិងប៉េកាំងគឺមិនមានបញ្ហាទេមួយខែចុងក្រោយនេះកុំឲ្យមានរឿងអ្វីមករំខានអារម្មណ៍ឲ្យសោះយល់ទេយល់ហើយលោកគ្រូលាហើយឈីងហ៊ូនិងប៉េកាំងឈីងហ៊ូនិងប៉េកាំងឈីងហ៊ូនិងប៉េកាំងអាឡូក្នុងរយៈពេល1ថ្ងៃខ្ញុំចង់ឃើញសារបង្ហាញពីភាពស្មោះត្រង់របស់អ្នកបើមិនអញ្ចឹងទេកុំបន្ទោសខ្ញុំដែលមិនជួយរក្សាការសម្ងាត់បងត្រូវតែជួយខ្ញុំមានរឿងអីបងជួយខ្ញុំលុបរឿងដែលកំពុងល្បីនេះចេញបានទេហើយចេញសេចក្តីថ្លែងការណ៍មួយថាស៊ូឈីងរ៉ាននាងមិនបានមានផ្ទៃពោះទេគឺគ្រាន់តែជូនមិត្តភ័ក្តិទៅមន្ទីរពេទ្យមិត្តភ័ក្តិនៅក្នុងរូបថតនោះគឺខ្ញុំមិនបានតាំងចិត្តទេបងត្រូវតែជួយខ្ញុំស៊ូឈីងរ៉ាននាងថារបស់ខ្ញុំមិនចេញមុខបកស្រាយទេនាងនឹងទម្លាយថាគឺនាងដែលជូនខ្ញុំទៅមន្ទីរពេទ្យដើម្បីរំលូតកូនអញ្ចឹងតើខ្ញុំអាចរស់នៅសង្គមអ្នកមានរបៀបម៉េចទៅថ្ងៃមុខរូបថតច្បាស់បែបនេះច្បាស់ជាមានអ្នករងចាំថតជាមុនអ្នកនៅពីក្រោយគឺជានរណាខ្ញុំមិនដឹងទេចេញទៅសេពមើលរឿងល្បីថ្ងៃនេះអ្នកណាជាអ្នកនៅពីក្រោយចាត់ការឲ្យដល់ទីបំផុតលោកប្រធានវឹងមានអ្នកលេងអ៊ីនធឺណិតចំណាំបានហើយមនុស្សម្នាក់ទៀតក្នុងរូបគឺកញ្ញាយ៉ារ៉ូតើត្រូវលុបរឿងនេះចោលទេគួរតែឲ្យនាងទទួលបានមេរៀនខ្លះអាឡូហ្វឹងជីងឆិនឯងគួរតែមានរឿងធំរឿងដែលកំពុងល្បីនេះយ៉ាងម៉េចនិយាយថាមកអង្វរជំនួសប្អូនស្រីសំណក់ចង់បិទមាត់ខ្ញុំឬប្រពន្ធនិងប្អូនស្រីអ្នកណាចិត្តស្និទ្ធជាងនៅតែអាចបែងចែកដាច់ឯងគឺមនុស្សប្រុសកុំបារម្ភរឿងហ្វឹងយ៉ារ៉ូខ្ញុំនឹងមិននិយាយចេញទេខ្ញុំក៏មិនចង់បំផ្លាញនាងដែរលោកប្រធានវឹងស៊ើបដឹងហើយអ្នកនៅពីក្រោយគឺគ្រួសារស៊ូធ្វើឲ្យពួកគេខ្សែធនទៅស៊ូយូរ៉ាននាងមិនធុញទេមិនឈឺមុខទេមែនទេខ្ញុំយល់ព្រមឲ្យអ្នក20លានអ្នកស៊ីញ៉ៃឥឡូវនេះភ្លាមយល់ព្រមវេរលុយមកឥឡូវនេះសរសេរចំណាំថាផ្ដល់ជូនដោយស្ម័គ្រចិត្តរួចរាល់សូមឲ្យអ្នកសម្រេចបំណង
ស៊ូយូរ៉ានភាពស្ងប់ស្ងាត់មុនការប្រឡងរបស់ខ្ញុំពឹងលើអ្នកហើយស៊ូឈីងរ៉ានក្មេងស្រីតូចនេះនៅក្មេងសោះមិនចេះស្រឡាញ់ខ្លួនឯងបែរជាទៅរំលូតកូនឥតជាធ្វើឲ្យគ្រូសាហ្វឹងបាត់បង់មុខមាត់ណាស់មនុស្សស្រីបែបនេះនាងមិនស័ក្តិសមនឹងអ្នកទេបើសិនជានៅបន្តក្នុងគ្រួសារហ្វឹងទៀតអ្នកកតីនឹងនិយាយយ៉ាងម៉េចពីយើងលោកយាយកុំនិយាយទៀតយ៉ារើមិនក៏រំភើបម្លេះលោកយាយនេះជារឿងរបស់បងប្រុសលោកយាយលោកដៃច្រើនពេកហើយយ៉ារើឯងនិយាយពីអីហ្នឹងបងប្រុសឯងគឺជាមេគ្រួសារបន្ទាប់រឿងរបស់គេគឺជារឿងរបស់គ្រួសារយើងការលែងលះនេះត្រូវតែធ្វើចុះបើខ្ញុំមិនលែងលះគ្រួសារហ្វឹងយើងមិនក៏មានមនុស្សដែលមានស្នេហាស្មោះត្រង់ដូចឯងបងនិយាយឲ្យតិចបន្តិចទៅផ្ទះនេះបាត់បង់ទៅបែបនេះឯងអាម៉ាអាលិខិតលែងលះស៊ូឈីងរ៉ានស៊ីញ៉េហើយអូយពិតជាស៊ីញ៉េមែនស៊ីញ៉េហើយតោះទៅគ្រូសាហ្វឹងនៅរងចាំអីទៀតតោះជីងឆិនតើឯងទៅធ្វើរឿងលែងលះឬអត់មិនទៅទេខ្ញុំត្រូវស៊ូឈីងរ៉ានបង្ខំឲ្យលែងលះបងជីងឆិនបងស្រីព្រមលែងលះហើយអេអូយវីឡារបស់ខ្ញុំផ្ទះរបស់ខ្ញុំបងជីងឆិនតើបងកំពុងធ្វើអ្វីនេះនៅមិនទាន់ច្បាស់ទៀតឬខ្ញុំមិនមានបំណងលែងលះទេអាឡូលោកនិយាយថាម៉េចអាពូបោះពួកគេចេញទៅហាមចូលក្នុងផ្ទះទៀតអេបងជីងឆិនយ៉ារើជួយខ្ញុំផងយ៉ារើចេញទៅស៊ូឲ្យគ្មានអ្វីសេះសល់ទេតើត្រូវធ្វើម៉េចទៅហាអ្នកសើចអីក្រុមហ៊ុនខ្សែថនហើយនៅសើចចេញទៀតក្រុមហ៊ុនខ្សែថនហើយផ្ទះក៏គ្មានទៀតរានកូនថាគួរធ្វើម៉េចទៅគ្មានកន្លែងទៅទេអុយម៉ាក់ទៅរកកន្លែងស្នាក់នៅខ្លួនឯងទៅខ្ញុំត្រូវទៅរស់នៅជាមួយមិត្តភ័ក្តិហើយគួរឲ្យធុញណាស់អីកូននេះមិនក៏អញ្ចឹងកូនមិនដឹងគុណឯងនឹងទទួលកម្មលោកយាយមិនស្រួលទេកញ្ញាមានរឿងលើអ៊ីនធឺណិតហើយលោកយាយបើកឡានទៅមន្ទីរពេទ្យទៅណាបងដល់ពេលនេះហើយនៅតែការពារនារីនោះទៀតលោកយាយត្រូវនាងធ្វើឲ្យឈឺហើយហ្វឹងយ៉ារើមួយឆ្នាំនេះមុខឯងមិនក៏ក្រាស់ម្លេះលោកយាយគឺឯងជាអ្នកធ្វើឲ្យខឹងឈឺតែជាទម្លាក់កំហុសលើអ្នកអតីតែបងក៏មិនគួរយករឿងខ្ញុំមានផ្ទៃពោះទៅនិយាយប្រាប់គេដែរយកព្រមយើងទូរស័ព្ទសួរមើលអាឡូហ្វឹងជីងឆិនថ្ងៃស្អែកខ្ញុំប្រឡងចូលមហាវិទ្យាល័យហើយលោកមានរឿងបន្ទាន់មែនទេយ៉ារើសង្ស័យថាអ្នកជាអ្នកបង្ហោះរឿងនាងលោកយាយអត់អីទេមែនទេអត់អីទេខិតខំរំលឹកមេរៀនទៅស្អែកខ្ញុំជូនទៅប្រឡងនិយាយមកមានអ្នកណាទៀតដឹងរឿងឯងមានផ្ទៃពោះស៊ូយូរ៉ានរឿងនេះខ្ញុំនឹងចាត់ការនៅទីនេះមើលថែគាត់ឲ្យល្អស៊ើបអង្កេតស៊ូយូរ៉ានមើលខ្ញុំសង្ស័យថារឿងនាងនៅមន្ទីរពេទ្យគឺជារឿងដែលនាងរៀបចំ
ឡើយលូថ្ងៃស្អែកជីងឆិនត្រូវប្រឡងហើយអ្នកត្រូវតែតាមថែរក្សាគេឲ្យប្រឡងជាប់សាកលវិទ្យាល័យល្អលោកប្រធានហ្វឹងកញ្ញាពិតជាត្រូវស៊ូយូរ៉ានបញ្ឆោតឲ្យស្រវឹងមែនហើយបានហៅអ្នកលេងផ្លូវងឹតមកបំពេញកញ្ញាហើយសារនេះធ្លាប់បង្ហោះម្ដងរួចមកហើយប្រហែលជាស្នាដៃរបស់ស៊ូយូរ៉ានរៀបចំផុសតាងឲ្យរួចរាល់បញ្ជូនស៊ូយូរ៉ានចូលគុកទៅបាត់យកអីវ៉ាន់គ្រប់អស់ហើយឬនៅសម្បត្តិប្រឡងខ្មៅដៃ 2BM ចុះបើខ្ញុំប្រាប់ថាខ្ញុំភ្លេចយកតើត្រូវធ្វើយ៉ាងម៉េចអញ្ចឹងយើងត្រឡប់ទៅផ្ទះយកវិញចិត្តដល់ម៉ោងប្រឡងហើយចុះបើចឹងត្រូវធ្វើយ៉ាងម៉េចហេស៊ូឈីងរ៉ានហេតុអ្វីបានជាឯងអាចសើចសប្បាយចិត្តយ៉ាងនេះតែខ្ញុំត្រូវតែលាក់ខ្លួនខ្ញុំនឹងបំផ្លាញការប្រឡងរបស់ឯងខ្ញុំនឹងធ្វើឲ្យឯងរស់មិនបានស្លាប់មិនរស់ប្រឡងឲ្យបានល្អខ្ញុំរងចាំបងជីងឆិនហេតុអីបានជាអ្នកខ្ញុំមិនល្អជាងស៊ូឈីងរ៉ានកន្លែងណាអ្នកមិនអីទេខ្ញុំជូនអ្នកទៅពេទ្យកុំខ្វល់ពីខ្ញុំអ្នកឆាប់ទៅប្រឡងទៅការប្រឡងសំខាន់បំផុតស៊ូយូរ៉ាននាងហ៊ានធ្វើបាបបងប្រុសខ្ញុំយ៉ារើស្ដាប់ខ្ញុំពន្យល់សិនអ្នកដែលខ្ញុំចង់ចាក់គឺស៊ូឈីងរ៉ាននាងធ្វើឲ្យគ្រួសារសុខស័យធនខ្ញុំពិតជាចាក់ខុសមែនពិតមាត់ជប់និយាយពាក្យបោកប្រាស់របស់នាងទៅខ្ញុំលែងជឿសម្ដីនាងទៀតហើយនារីល្ងងនេះមិនក៏ស្រាប់តែឆ្លាតម្ល៉េះយ៉ារើខ្ញុំមានរឿងចង់និយាយដោយផ្ទាល់ជាមួយឯងប្រាប់ឲ្យពួកគេចេញសិនទៅកុំគិតថានឹងលេងល្បិចអីទៀតមានការអីនិយាយមកឯងពិតជាចង់ឲ្យខ្ញុំនិយាយនៅចំពោះមុខពួកគេយប់នោះនៅបាយីសចាំបន្តិចអ្នកទាំងអស់គ្នាចេញសិនអ្នកនាងធំលោកប្រធានវឹងបញ្ជាឲ្យយើងយាមនាងយើងមិនអាចចេញទេបញ្ជារបស់បងខ្ញុំគឺជាបញ្ជារបស់ខ្ញុំមិនមែនទេចេញទៅមានរឿងអីខ្ញុំទទួលខុសត្រូវយ៉ារើឯងឆាប់ស្រាយឲ្យខ្ញុំមកឆាប់ស្រាយឲ្យខ្ញុំមកខ្ញុំនឹងប្រាប់ឯងរឿងនៅបាយប់នោះនិងរឿងបរោះនោះឆាប់ស្រាយឲ្យខ្ញុំយើងគឺជាមិត្តល្អនឹងគ្នាហេតុអ្វីឯងត្រូវលាបពណ៌ខ្ញុំនៅលើអ៊ីនធឺណិតមិត្តភក្តិហេតុអ្វីខ្ញុំត្រូវធ្វើមិត្តជាមួយមនុស្សល្ងងដូចឯងគ្រាន់តែជាឧបករណ៍សម្រាប់ឲ្យខ្ញុំឡើងទៅសង្គមអ្នកនាងដូច្នេះយប់នោះឯងហៅខ្ញុំទៅបារថ្ងៃខួបកំណើតគម្រប់18ឆ្នាំរបស់ខ្ញុំនេះជាល្បិចរបស់នាងមនុស្សល្ងងអ្នកណាប្រើឲ្យខ្ញុំអញ្ជើញឯងហើយឯងក៏ទៅដូច្នេះបរោះនោះក៏ជានាងអ្នករៀបចំដែរមែនទេឯងជួយឲ្យខ្ញុំរត់គេចខ្លួនទៅខ្ញុំនឹងប្រាប់ឯងកុំសង្ឃឹមថានឹងរត់រួចទោះយ៉ាងណាកូននោះក៏បានរំលូតចោលហើយដែរមែនទេវីដេអូលើក្រែរបស់ឯងខ្ញុំនឹងឲ្យអ្នកគ្រប់គ្នាបានដឹងតើនាងចង់ធ្វើអីឲ្យប្រាកដហាខ្ញុំចង់ធ្វើជាប្រពន្ធច្បងគ្រួសារហ្វឹងឯងមិនចង់ឲ្យខ្ញុំធ្វើជាបងថ្លៃឯងរហូតមកទេឯងទៅជួយដាក់ថ្នាំឲ្យបងប្រុសឯងរួចនាំគេមកបន្ទប់ខ្ញុំស៊ូយូរ៉ានឯងគួរតែធ្វើតាមខ្ញុំប្រាប់ទៅបើមិនអញ្ចឹងទេខ្ញុំប្រកាសជាយកវីដេអូរបស់ឯងផ្ញើឲ្យគ្រប់គ្នាទាំងអស់វិញ្ញាសាឆ្នាំនេះមិនពិបាកទេសាកលវិទ្យាល័យឈីងហ៊ូនិងប៉េកាំងប្រកាសជាចប់ហើយម៉ាក់ត្រឡប់មកវិញហើយបើម៉ាក់នៅតែមិនត្រឡប់មកវិញទៀតមិនដឹងថានៅផ្ទះមានរឿងអីកើតឡើងច្រើនទេយប់នេះរៀបចំពិធីជប់លៀងមួយឲ្យកូនទៅចោះនាំប្រពន្ធទៅរៀបចំខ្លួនចាស់អ្នកនាងសូមអញ្ជើញខាងនេះ